រឿងបងប្អូនស្រីតោះទៅការគោរពដល់ក្បាលនាគចាប់គ្រាប់កាំភ្លើងដោយដៃទេគាត់ទើបតែចេញពីជួរកងទ័ពហើយបានដាក់ពាក្យសុំការងារជាសន្តិសុខនៅក្រុមហ៊ុនរបស់ប្អូនស្រីខ្ញុំប៉ុន្តែគាត់កំពុងតែអួតអាងយ៉ាងខ្លាំងភ្លេចវាទៅបងស្រីតោះយើងទៅកុំខ្ជះខ្ជាយពេលវេលានៅទីនេះទៀតហឹមឈីងហ្វេងមែនទេសូមអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនលោកស្រីស៊ឺខេងយៀងប្រធានក្រុមហ៊ុនខេងយៀងគ្រុបមានអាយុ24ឆ្នាំនិងមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន500លានយ៉នបច្ចុប្បន្នមិនមែនទេបងស្រីហ៊ុនហេតុអ្វីបានជាអ្នកណែនាំខ្លួនឯងថាជាអ្នកដែលទើបតែចូលនិវត្តន៍ពីយោធាប្រសិនបើស្ត្រីមិនទាន់រៀបការអាយុ16ឆ្នាំម្នាក់ត្រូវបានជួលដោយជោគជ័យជាអ្នកយាមសន្តិសុខនៅក្រុមហ៊ុនរបស់អ្នកប្រាក់ចំណូលប្រចាំឆ្នាំរបស់នាងនឹងមានប្រហែល50,000ប៉ាមិនអីទេអ្នកគឺជាម្នាក់នោះអស្ចារ្យណាស់ខ្ញុំមិននិយាយថាអ្នកអាចឡើងកាន់តំណែងបានទេខ្ញុំចង់មានន័យថាអ្នកអាចក្លាយជាចៅវាយរបស់ខ្ញុំចំពោះបញ្ហាសន្តិសុខអ្នកអាចបន្តបានលុះត្រាតែយើងបញ្ជាក់ពីសមត្ថភាពរបស់អ្នកចូលយើងរកការងារធ្វើយកសម្បត្តិអាពាហ៍ពិពាហ៍ហើយរៀបការតោះរៀបការខ្ញុំទើបតែរៀបការហើយត្រឡប់មកពីការបម្រើកងទ័ពនៅទីក្រុងប៉េកាំងវិញពេលដែលខ្ញុំទទួលបានបញ្ជាពីឪពុកខ្ញុំឲ្យការពារខ្ញុំដំបូងឡើយគាត់ចង់ដាក់ពាក្យសុំការងារជាសន្តិសុខដើម្បីធ្វើឲ្យការការពារកាន់តែងាយស្រួលប៉ុន្តែដោយហេតុផលណាមួយអ្នកបានរៀបការជាមួយមនុស្សដែលអ្នកកំពុងការពារប្អូនស្រីខ្ញុំដឹងថាអ្នកមិនចង់ទេកូកូអ្នកមិនអាចរៀបការជាមួយលោកក្រវ័យក្មេងឈូបែបនេះបានទេតើនេះជាអាកប្បកិរិយាបំផ្លិចបំផ្លាញខ្លួនឯងបែបណាទៅដែលបញ្ចប់ទៅដោយអាពាហ៍ពិពាហ៍ដ៏រញ៉េញ៉ៃជាមួយនឹងសន្តិសុខម្នាក់រៀបការភ្លាមគាត់គ្រាន់តែជាសន្តិសុខនៅក្រុមហ៊ុនយើងទេគាត់មិនមែនសន្តិសុខក្រុមហ៊ុនយើងខ្ញុំកុំបារម្ភអីអាពាហ៍ពិពាហ៍របស់យើងគ្រាន់តែជាពិធីផ្លូវការប៉ុណ្ណោះដោយសារអ្នកបានការពារខ្ញុំពីអ្នកមកសុំរៀបការដែលមិនចង់បានខ្ញុំនឹងធ្វើតាមដំបូន្មានរបស់អ្នកឪពុករបស់អ្នកនឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន50,000 យ៉នកុំគិតច្រើនពេកអំពីអ្វីផ្សេងទៀតទោះបីជាប្អូនស្រីរបស់ខ្ញុំព្យាយាមលាក់ខ្លួនក៏ដោយអ្នកមិនអាចប្រងើយកន្តើយនឹងមនុស្សឈួតនោះបានទេគឺលោកម្ចាស់វ័យក្មេងឈូជាក់ស្ដែងគាត់ជាមនុស្សមិនគួរទុកចិត្តហើយមិនអាចការពារបានក្រៅពីនេះប្រសិនបើប៉ាដឹងគាត់នឹងបាក់ជើងនារីវ័យក្មេងនោះគាត់បានរៀបការហើយតើអ្នកនិយាយអ្វីហេតុអ្វីបានជាគាត់មិនពិភាក្សារឿងនេះជាមួយខ្ញុំតើនាងបានរៀបការជាមួយកូនប្រុសរបស់គ្រូសាណាគ្រូសាវ៉ាងគ្រូសាលីគ្រូសាឆេនឬគ្រូសាមីឈីនហ្វេងជាជនអនិច្ចាម្នាក់ដែលទើបតែត្រឡប់មកពីការបម្រើកងទ័ពនៅទីក្រុងមួយផ្សេងទៀតបច្ចុប្បន្នកំពុងដាក់ពាក្យសុំការងារជាសន្តិសុខសួស្ដីអាហ៊ូសូមរៀបចំសម្ភារៈខ្លះសម្រាប់ខ្ញុំផងខ្ញុំត្រូវការវាឆាប់នេះចូលយើងបំភ័យក្មេងរូបនេះឲ្យក្លាយជាអរិយតូចខ្ញុំនឹងបំភ័យវាឲ្យស្លាប់សម្បត្តិលែងលះគ្នាតោះទៅខ្ញុំកំពុងប្រាប់អ្នកថាអាពាហ៍ពិពាហ៍របស់អ្នកគ្រាន់តែជាការក្លែងបន្លំប៉ុណ្ណោះបើអ្នកហ៊ានធ្វើអ្វីមួយចំពោះប្អូនស្រីរបស់ខ្ញុំកំពុងរៀបចំផែនការប្រឆាំងនឹងអ្នកឈីនហ្វេងតើនោះមិនមែនជាអតីតមិត្តប្រុសរបស់ខ្ញុំកាលពី5ឆ្នាំមុនទេឥឡូវនេះគាត់មានទំនាក់ទំនងស្នេហាគ្រប់បែបយ៉ាងហើយទ្វារបើកហើយរសជាតិរបស់ប្អូនស្រីខ្ញុំពិតជាអន់ណាស់លីនណានោះជាអ្នកមែនទេតើអ្នកមិនបានបុកនរណាម្នាក់ហើយជាប់គុកទេហេតុអ្វីបានជាអ្នកខ្លាចជាអ្នកយាមសន្តិសុខឥឡូវនេះមើលចុះនាងធ្លាប់ជាប់គុកពីមុនមកកំណត់ត្រាព្រំទុនហេតុអ្វីណាមីងមិនស្លាប់ទេមីងឲ្យសូមអនុញ្ញាតឲ្យខ្ញុំទៅជួបណាផងក្រឡេកមើលនាងជាលើកចុងក្រោយហើយលែងឈីងហ្វេងទៅឪពុកម្ដាយរបស់អ្នកត្រូវបានគេធ្វើបាបហើយអ្នកក៏រងរបួសដែរដូច្នេះចូលចេញទៅណាត្រូវបានអ្នកធ្វើបាបរួចហើយសត្រូវរបស់នាងបានសម្លាប់នាងសូម្បីតែនៅស្ថានសួគ៌ក៏ដោយវិញ្ញាណរបស់នាងក៏មិនចង់ជួបអ្នកម្ដងទៀតដែរចេញទៅជាការពិតណាស់វាជាការកុហកអូយឈីនហ្វេងឯងឈរយំនៅជាន់ក្រោមពេញមួយយប់គួរឲ្យអាណិតណាស់ប៉ុន្តែគ្រូសាឈីនរបស់ឯងបានប្រសិនបើអ្នកធ្លាក់ពីអំណាចគ្រូសារបស់អ្នកនឹងត្រូវវិនាសហើយអ្នកនឹងមិនអាចទិញកាបូបតម្លៃ20,000 យន្តបានឡើយហេតុអ្វីខ្ញុំគួរនៅជាមួយអ្នកទៀតបងស្រីខ្ញុំមានអារម្មណ៍ថាឈីនហ្វេងហាក់ដូចជាគួរឲ្យអាណិតណាស់រងចាំបន្តិចតើអ្នកដឹងដោយរបៀបណាថាក្រោយមកខ្ញុំបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយបានជាប់គុកជាការពិតណាស់វាជាការរៀបចំរបស់ខ្ញុំហាយាយរបស់ខ្ញុំបាននិយាយថាយ៉ាងណាក៏ដោយឯងស្ទើរតែស្លាប់ហើយបើខ្ញុំវាយអ្នកណាម្នាក់ខ្ញុំនឹងឲ្យឯងទទួលខុសត្រូវមិនសមហេតុផលប៉ុន្មានទេហានៅពេលនោះខ្ញុំស្ទើរតែជាប់គុកដោយសារតែអ្នកទាំងពីរប្រសិនបើមិនមែនដោយសារបរិសុទ្ធចំណាស់ជួយខ្ញុំសម្អាតឈ្មោះរបស់ខ្ញុំទេគូស្នេហ៍ដ៏គួរឲ្យស្អប់ខ្ពើមនោះនឹងក្លាយជាកំហុសមួយខ្ញុំខ្លាចថាខ្ញុំត្រូវបានគេធ្វើបាបពួកគេមិនអាចទៅពេកាំងបានទេឈីនហ្វេងគួរឲ្យអាណិតណាស់ខ្ញុំទ្រាំស្ដាប់លេងបានទៀតហើយយើងនឹងជួយគាត់មានរឿងនេះហើយអ្នកមិនចាំបាច់ប្រាប់គាត់ឲ្យចាក់ចេញទេអូខេនវែងអ្នកតើខ្ញុំគួរឈរនៅទីនេះហើយរងចាំអ្នកទេអ្នកមិនមានន័យថាអ្នកចង់ឲ្យខ្ញុំរៀបការជាមួយអ្នកទេមែនទេសូមអភ័យទោសខ្ញុំហៀបនឹងរៀបការជាមួយលោកយ៉ាង Master Jen ដូច្នេះខ្ញុំនឹងសុំអ្នកសុំរៀបការការវិនិច្ឆ័យរបស់ខ្ញុំនៅពេលនោះពិតជាមិនល្អដូចអ្នកដែរដំបូលភ្នែករបស់អ្នកអាក្រក់ណាស់អ្នកមិនសក់សំខាន់ស្បែកជើងរបស់ខ្ញុំទេឈីនហ្វេងអ្នកសុំនឹងទទួលបានវាប្រសិនបើអ្នកសាយធននោះជាអ្វីទាំងអស់ដែលអ្នកនឹងទទួលបានជនកំសត់ម្នាក់ដូចនោះកំពុងធ្វើអ្វីមួយនារីសន្តិសុខដ៏អន់នោះកំពុងប្រាប់អ្នកឲ្យត្រៀមខ្លួនធ្វើជាបុរសកំសត់អស់មួយជីវិតអ្នកណាថាគាត់គ្មានអ្នកណាចង់បានបងប្អូនស្រីស្អាតម្លេះអ្នកណាក្នុងចំណោមអ្នកខ្ញុំជាប្រពន្ធរបស់គាត់តើបងថ្លៃស្រីរបស់គាត់ជាអ្វីខ្ញុំជាគាត់ចាស់ខ្ញុំជាស្ត្រីចំណាស់តូចរបស់គាត់ខ្ញុំបាននិយាយថាអាហារអ្នកទាំងពីរដ៏ស្រស់ស្អាតតើគាត់បានចំណាយប្រាក់ឲ្យអ្នកប៉ុន្មានដើម្បីសម្ដែងជាមួយគាត់កុំនិយាយរឿងមិនសមហេតុសមផលអីតើអ្នកគិតថាយើងជាមនុស្សប្រភេទណាដែលអាចទិញយើងដោយលុយបាន
មើលឲ្យច្បាស់ខ្ញុំនិងឈិនហ្វេងគឺជាគូស្នេហ៍ពិតប្រាកដឈ្មោះស៊ូឈីនយីងត្រូវបានលើកឡើងស្រីស្អាតទាំងពីរនាក់នេះស្ដាប់ទៅដូចជាធ្លាប់ស្គាល់អូយនេះជារឿងដ៏ល្អបំផុតមិនធ្លាប់មានដោយសារមុខមាត់ដូចអ្នកដែរតើមានទំនាក់ទំនងអ្វីរវាងអ្នកនិងសន្តិសុខកំសត់ទ្រុឌទ្រោមម្នាក់នេះសេគីតាគួរឲ្យអាណិតណាស់អ្វីតើអ្នកចង់មានន័យយ៉ាងណាហេតុអ្វីមិនមកជាមួយគ្រួសារជីនរបស់ខ្ញុំហើយពឹងផ្អែកលើស៊ីនយុនជីក្រុមនេះមានលុយច្រើនខ្ញុំធានាថាអ្នកនឹងរស់នៅយ៉ាងប្រណីតហើយពាក់មាសប្រាក់កុំបារម្ភអីអ្នកទាំងពីរគាត់យកមាសទាំងអស់ហើយគ្មានខ្មាស់អៀនទេអ្នកមានថ្មីថ្មោងតើអ្នកកំពុងជ្រើសរើសប្រពន្ធចុងឬកុំមកចិត្តទៀតអីនេះគួរឲ្យស្អប់ខ្ពើមណាស់តើក្រុមធានយីងរបស់យើងអាចសហការជាមួយមនុស្សល្ងងបែបនេះបានយ៉ាងដូចម្ដេចមិនអាចទ្រាំទ្របានលោកលាវលោកស៊ូសូមមេត្តាយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បើមិនដូច្នោះទេខ្ញុំនឹងដោះស្រាយរឿងនេះមិនអីទេចេញពីផ្លូវទៅតើអ្នកគិតថាអ្នកអាចប្រយុទ្ធជាមួយខ្ញុំបានទេស្ត្រីម្នាក់ស្អាតមែនប្រសិនបើអ្នកហ៊ានអត់អន់ឲ្យពួកគេធ្វើឲ្យមនុស្សរងរបួសនៅតាមផ្លូវកុំភ្លេចអ្វីដែលបានកើតឡើងកាលពី5ឆ្នាំមុនប៉ុន្តែសូម្បីតែឪពុកម្ដាយរបស់អ្នកដែលត្រូវបានស្រូវរបស់ពួកគេតាមប្រមាញ់ក៏បានប្រាប់អ្នកដែរគាត់ប្រហែលជាមិនមានគ្រួសារទេប៉ុន្តែចុះយ៉ាងណាវិញចាប់ពីពេលនេះទៅយើងជាគ្រួសាររបស់គាត់នាងហ៊ានធ្វើបាបបងថ្លៃរបស់ខ្ញុំបានសួរប្អូនស្រីរបស់ខ្ញុំហើយបន្ទាប់មកខ្ញុំបានសួរខ្ញុំស្គាល់លីនណាតើអ្នកដឹងទេថាអ្នកជានរណាអ្នកគឺជាអ្នកទទួលភ្ញៀវនៅ Shining Group ចាប់ពីពេលនេះទៅគាត់ត្រូវបានបណ្តេញចេញចំពោះគាត់វិញខ្ញុំនឹងដាក់អ្នករកគ្រាប់បាល់បានច្រើនជាងគេប្រាប់គាត់ការពិតទៅអ្នកទាំងពីរនឹងត្រូវជាប់គុកឪពុករបស់អ្នកនិងអ្នកដទៃទៀតឈីនយុនជីតាក់ក្រុមខ្ញុំចាំបានឥឡូវនេះអ្នកគឺជាកញ្ញាសុទ្ធស៊ូតើអ្នកកំពុងមើលអ្វីខ្ញុំគ្រាន់តែនិយាយរឿងទាំងអស់នោះដើម្បីគ្រប់គ្រងអ្នកមិនអាចពិតជាមែនតើអ្នកឈរនៅទីនោះដើម្បីអ្វីតើអ្នកកំពុងទៅណាខ្ញុំមិនចង់ទៅផ្ទះញ៉ាំអាហារពេលល្ងាចហើយប្រឈមមុខនឹងកំហឹងរបស់ឪពុកខ្ញុំទេវាគួរឲ្យខ្លាចពេកហើយចូលយើងត្រឡប់ទៅក្រុមហ៊ុនវិញទូទៅឧបករណ៍ទាំងអស់ដែលអ្នកបានស្នើសុំគឺរួចរាល់ហើយនេះគឺជាកាំបិតពូថៅដែលខ្ញុំបានរកឃើញតាមការណែនាំប៉ុន្តែមិនបានធ្វើឲ្យមុតស្រួចទេហើយមួយនេះមានម៉ាស៊ីនកាត់ឈើតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីតើអ្នកចង់ឲ្យកូនស្រីរបស់ខ្ញុំយាមផ្ទះទេមិនអីទេពួកគេនឹងមកដល់ឆាប់នេះប្រញាប់ឡើងហើយយកវាចេញចម្លែកណាស់តើប្រធានបុគ្គលិកមិនចង់បានកូនប្រសារនេះទេឪពុករបស់យើងធ្វើការពេញមួយជីវិតរបស់គាត់ហើយតែងតែមានបញ្ហាបេះដូងប៉ុន្តែគាត់មិនមែនជាមនុស្សអាក្រក់នោះទេសូមអត់អន់ឲ្យខ្ញុំផងប្រសិនបើខ្ញុំមានអារម្មណ៍មិនល្អកុំបារម្ភអីព្រោះយើងរៀបការហើយដូច្នេះអ្នកអាចអត់ទោសឲ្យខ្ញុំចំពោះរឿងនោះបាននៅមានឪពុកខ្លះដែលត្រឡប់មកវិញចាំខ្ញុំមើលថាតើមួយណាមានក្លិនមិនល្អក្មេងល្ងងឲ្យឯងមិនបាននិយាយអ្វីមួយម៉ាត់ទេតែកូនស្រីខ្ញុំរៀបការជាមួយឯងហើយក្មេងល្ងងប៉ាស៊ូសៀនប៉ាកំពុងនិយាយអ្វីខ្ញុំឈ្មោះឈីនតើអ្នកមានឈ្មោះអ្វីចូលមកនិយាយគ្នាអ្នកនាងលូយីងត្រឡប់ទៅផ្ទះវិញប៉ាកូនក្មេងតូចឲ្យបង្ហាញប៉ាមកមិនអីទេចុះយ៉ាងម៉េចដែរល្អខ្លាំងហឺមឆ្មា300ក្បាលគ្មានអ្វីពិសេសទេមេងស្ដាប់ណាបើឯងហ៊ានប្រព្រឹត្តអាក្រក់ចំពោះកូនស្រីខ្ញុំនេះជាអ្វីដែលនឹងកើតឡើងចំពោះឯងប្រពន្ធឲ្យប៉ាសាហាវពេកហើយអូព្រះជាម្ចាស់ឲ្យហេតុអ្វីបានជាឪពុកខ្ញុំប្រព្រឹត្តបែបនេះនៅថ្ងៃនេះវាពិតជាអាម៉ាស់ណាស់ស្វាមីខ្ញុំឲ្យឪពុករបស់អ្នកកាច់សាហាវពេកហើយកុំខ្លាចអីប៉ាខ្ញុំមិនដែលឈរបែបនេះទេឈរឲ្យត្រង់ណាហឺមតើរឿងនេះអាក្រក់ជាងនេះទេមិនច្រើនទេកូនឲ្យកូនធ្លាប់ឃើញកំភ្លើងទេតាមពិតទៅនេះខ្ញុំធ្លាប់ធ្វើការជាអ្នកយាមសន្តិសុខនៅទីក្រុងប៉េកាំងប៉ុន្តែវាមិនដំណើរការទេប្រសិនបើអ្នកហ៊ានធ្វើបាបកូនស្រីខ្ញុំប៉ាំងលោកប្រធានបុគ្គលិកអ្នកមានកិច្ចការបន្ទាន់ដែលត្រូវធ្វើមិនអីទេតោះទៅខ្ញុំនឹងសួរចម្លើយអ្នកឲ្យបានត្រឹមត្រូវពេលខ្ញុំត្រឡប់មកវិញយប់នេះអាឡុងនិងអាហ៊ូតើទីតាំងរបស់ក្រុមរបស់លោកលីបែលត្រូវបានរកឃើញហើយឬនៅអាគមេបញ្ជាការមិនទាន់បានរកឃើញនៅឡើយទេឡៃប៉ៅមានទាហានជាង100នាក់នៅក្រោមបញ្ជារបស់គាត់ដែលទាំងអស់សុទ្ធតែជាអ្នកប្រយុទ្ធដ៏ជំនាញនិងជាអតីតសមាជិកនៃក្រុមបៃតងក្រោមការដឹកនាំរបស់ឈូសឺមីងប្រជាជនយើងមិនពូកែប្រយុទ្ធនឹងពួកគេដោយផ្ទាល់ទេមនុស្សទាំងនេះសាហាវឃោរឃៅខ្លាំងណាស់ហើយមានឈីសែលទោះបីជាខ្ញុំដឹកនាំមនុស្សគ្រប់គ្នាមកទីនេះក៏ដោយក៏យើងមិនអាចកម្ចាត់ឆេងយ៉ាវបានដែរយើងគួរតែព្យាយាមការពារខ្លួនពួកគេមិនបានធ្វើការឆែកឆេរយ៉ាងម៉ត់ចត់នៅទូទាំងរាជធានីទេប្រធានអ្នកស៊ើបអង្កេតបានរកឃើញក្នុងរយៈពេល10នាទីពីមុនអំឡុងពេលមានព្យុះកូរ៉ុនទះគាត់បានដឹកនាំមនុស្សជាង100នាក់ឆ្ពោះទៅកាន់ទីដោយនៃលំនៅឋានរបស់អ្នកស៊ូមជ្ឈមណ្ឌលបញ្ជាការត្រូវបានជូនដំណឹងថាឧក្រិដ្ឋជនដ៏កាចសាហាវមួយចំនួនធំបានលួចចូលទៅក្នុងលំនៅឋានឯកជនមួយហើយពួកគេមានអាវុធលើកពីនេះជាផ្ទះរបស់ខ្ញុំហ៊ាននឹងទៅលំនៅឋានរបស់ស៊ូដោយដែនខាងដាក់លើក្បាលវាជាតំបន់វីឡាមួយវាត្រូវចំណាយពេលយ៉ាងហោចណាស់1ម៉ោងដើម្បីត្រឡប់មកវិញដូច្នេះយើងគ្មានសំណាងទេសូមឲ្យកូនស្រីខ្ញុំនិងអ្នកដទៃទៀតលាក់ខ្លួនក្នុងស្រមោលលើកទូរស័ព្ទទៅកូនស្រី
ប៉ាថាកូនរៀបការជាមួយសន្តិសុខមានរឿងអ្វីកើតឡើងកូនសម្លាញ់ឡើងទៅជន់លើហើយសម្រាប់មួយផ្លែតតាមពិតទៅវាគឺបែបនេះឯងគំរូយោងតាមអ្នកអាពាហ៍ពិពាហ៍តាមកិច្ចសន្យារបស់យើងជាមួយខេនវែងគឺជាអ្វីដែលយើងជំពាក់ខេនវែងសាវតារបស់ក្មេងប្រុសនេះពិតជាគួរឲ្យអាណិតណាស់ដោយសារគាត់មកគ្រួសារយើងនឹងប្រព្រឹត្តចំពោះគាត់យ៉ាងល្អពិតណាស់អ្នកនឹងសៀវយីមិនត្រូវបានអនុញ្ញាតឲ្យធ្វើបាបគាត់ទេម៉ាក់កុំបារម្ភអីដោយវិធីនេះខ្ញុំបានឮថាឈូអ្នកក្រោមបង្គាប់ម្នាក់របស់ខ្ញុំគឺស្រីស្អាតម្នាក់ឈ្មោះ Thunderstorm យកចិត្តទុកដាក់ចំពោះខ្ញុំណាស់ឈូកូរ៉ុនតេះអ្នកណាប្រាប់អ្នកឲ្យមកផ្ទះខ្ញុំចេញទៅសុំទោសកំពុងគិតអំពីលោកប្រធានាធិបតីស៊ូនិងលោកម្ចាស់វ័យក្មេងជូខ្ញុំបានបញ្ជាឲ្យសម្លាប់អ្នកហើយខ្ញុំត្រូវតែនាំអ្នកទៅក្រុម Green Gang ថ្ងៃនេះចាប់ពីយប់នេះទៅអ្នកត្រូវពុកកូននិងឈីនយីងក្រុមទាំងមូលនឹងជាកម្មសិទ្ធិរបស់ Young Master Chief ហាហេតុអ្វីបានជាហាគេមិនលើកទូរស័ព្ទប្រពន្ធនោះកូនប្រសាខ្ញុំឲ្យសូមរកលេខទូរស័ព្ទរបស់គាត់ឲ្យលឿនបានរកឃើញដែរមិនអីទេប្តីសម្លាញ់ស្ដាប់សិនអូនដឹងថាអូនមិនចេះក្បាច់គុណទេប្រសិនបើពួកគេមិនអាចយកឈ្នះលីបែលបានទេពួកគេនឹងយកខេងយេងហើយប្រពន្ធខ្ញុំឲ្យឆាប់លាក់ខ្លួនទៅហើយត្រូវប្រកាសថាពួកគេមានសុវត្ថិភាពពេលខ្ញុំត្រឡប់មកវិញយល់ព្រមខ្ញុំដឹងថានារីស្រស់ស្អាតនោះនឹងមកជាមួយយើងប៉ុន្តែកុំយកកូនស្រីខ្ញុំទៅណាកូនប្រុសប៉ានឹងទៅជាមួយកូនទោះជាយ៉ាងណាក៏ដោយម្ដាយក្មេកនៅតែមានមន្តស្នេហ៍ស៊ីឈូនិយាយតិចពេកនាងត្រូវតែរក្សាមុខមាត់ឲ្យប្រធានបុគ្គលិកស៊ូដោយសារអ្នកបានយកកូនស្រីរបស់គាត់រួចហើយអ្នកគួរតែទុកនាងឲ្យនៅជាមួយម្នាក់ទៀតប្រពន្ធឲ្យហាខ្ញុំបានរៀបការជាមួយខេនវែងរួចហើយកុំមកកញ៉ៃញ៉ៃអីតើខេនវែងជានរណាខ្ញុំមិនស្គាល់គាត់ទេខ្ញុំមិនដែលលើពីស៊ូយៀនទេជីនខ្ញុំគិតថាអ្នកធុញទ្រាន់នឹងការរស់នៅហើយលោកក្រវៃក្មេងឈូគឺជាអនាគតរបស់ក្រុមបៃតងមេក្រុមចៅនេះមានការគ្រប់គ្រងពីទីក្រុងប៉េកាំងតើអ្នកហ៊ាននឹងញ៉ៃញ៉ៃជាមួយនរណាម្នាក់មកពីណាទេជឿមិនជឿលោកក្រវៃក្មេងឈូនឹងធ្វើឲ្យគាត់ពិការឥឡូវនេះប្រសិនបើគាត់រៀបការជាមួយសម្រាមសូមកុំយកខ្ញុំទៅណាកូនស្រីឲ្យប៉ាអាចឲ្យលុយកូនតាមដែលកូនចង់បានក្រុមហ៊ុនខេងយេងក៏នឹងឲ្យលុយកូនដែរខ្ញុំសុខចិត្តឲ្យអ្នកអ្វីក៏ដោយខ្ញុំសូមអង្វរអ្នកចាប់តាំងពីអ្នកទូចលើពួកគេពិតជាចង់ថ្វាយគាត់ទៅស្តេចឈីនណាដូច្នេះហេតុអ្វីមិនយកគាត់ទៅជាមួយអ្នកទេពួកគេពិតជាមិនដឹងគុណណាស់ចេញពីទីនេះទៅម៉ាក់យកម្ដាយនិងកូនស្រីត្រឡប់ទៅធ្វើជាទីសកលវិញឈប់តើអ្នកចង់ក្លាយជាទីស្កររបស់អ្នកណាជនអាក្រក់នោះណាដែលប្រាប់គាត់ឲ្យទៅរកឡាយប៉ាវរត់ឲ្យលឿនឡើងគាត់កំពុងរត់ហើយលោកមេបញ្ជាការគុំខឹងអីគាត់កំពុងធ្វើវាដើម្បីការពារអ្នកនាងស៊ូគាត់បានហ្វឹកហាត់ហើយមែនទេឥឡូវនេះមានមនុស្សជាង100នាក់កំពុងឡោមព័ទ្ធផ្ទះរបស់ស៊ូតើពួកគេកំពុងធ្វើអ្វីដើម្បីការពារកូនស្រីរបស់ខ្ញុំកូនប្រុសឥឡូវនេះតើអ្នកនឹងធ្វើទីសកលអ្នកណាកូនឲ្យកូនតើអ្នកណាជាអ្នកបង្កបញ្ហាជឿខ្ញុំឬមិនជឿខ្ញុំនឹងវាយប្រពន្ធអ្នករហូតដល់ស្លាប់ដោយដំបងរឿងនេះមិនមានអ្វីពាក់ព័ន្ធនឹងអ្នកទេនេះជាទ្រព្យសម្បត្តិឯកជនរបស់គ្រួសារស៊ូអ្នកគួរតែចាក់ចែងឲ្យបានលឿនមែនហើយយើងមិនចាំបាច់ក្រោកឈរឡើងដើម្បីគ្នាទៅវិញទៅមកទេអ្នកក៏នឹងចូលរួមដែរទៅក្រុមខេងយេងរកឆៃឲ្យនាំគាត់ទៅឆ្ងាយឲ្យបានលឿនវាមិនត្រឹមត្រូវទេក្នុងការប្រគល់កូនស្រីពើរបស់ខ្ញុំទៅឲ្យអ្នកអូហើយក៏មានមីងក្មេងម្នាក់ដែរបន្ទាប់មកកូនប្រុសបានទទួលយកប្អូនថ្លៃស្រីម្នាក់នេះដោយរីករាយឥឡូវនេះជារបស់ខ្ញុំហើយបងថ្លៃអ្នកជាអ្នកដែលទើបតែចាប់ក្តីខ្ញុំមែនទេគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចគេចផុតបានទេនេះជារឿងដែលយើងមិនគួរធ្វើគាត់មិនមែនជាអ្នកយាមសន្តិសុខទេគាត់ហាក់ដូចជាមានជំនាញណាស់ក្មេងឲ្យឯងគិតថាឯងអាចដើរតួជាវីរបុរសហើយជួយសង្គ្រោះខ្ញុំបានឬមីអ្នកគួរតែប្រយ័ត្នមនុស្សរាប់រយនាក់ដែលនៅជុំវិញទីនេះសូមចាប់យកអាវុធរបស់អ្នកហើយចូលមកចាំបន្តិចសិនថ្ងៃនេះខ្ញុំនឹងបំបាក់អវយវៈរបស់អ្នកទាំងអស់ហើយប្រែក្លាយអ្នកទៅជាសាច់មិនឈិនហ្វេងកុំបារម្ភអីមិនអីទេខ្ញុំបានប្រាប់អ្នកអំពីទីក្រុងប៉េកាំងខ្ញុំអាចប្រយុទ្ធជាមួយទាហានស៊ីឈ្នួលរាប់រយនាក់ដោយដៃទេហើយចាប់គ្រាប់កាំភ្លើងដោយដៃទេរបស់ខ្ញុំតើរឿងនេះនឹងបញ្ចប់នៅពេលណារឿងកំ pl ែងនេះសូមប្រយ័ត្នបើស្ថានភាពកាន់តែអាក្រក់ទៅគ្រាន់តែរត់ទៅហើយកុំបារម្ភពីយើងអីដោះស្រាយតែជាមួយពួកអាថោកទាបទាំងនេះវាត្រូវចំណាយពេល3វិនាទីអ្វីដែលត្រូវធ្វើអូទេនេះពិតជាគួរឲ្យខ្លាចណាស់មានមនុស្សជាង100នាក់នៅទីនេះឥឡូវនេះសាច់ញាតិនិងមិត្តភ័ក្តិរបស់គាត់ពិតជាព្រួយបារម្ភណាស់គាត់ត្រូវបានកំណត់ឲ្យស្លាប់ប៉ុន្តែនៅពេលដ៏សំខាន់នេះគាត់មិនបានបោះបង់ចោលទេហើយបានការពារកូនស្រីនិងប្រពន្ធរបស់ខ្ញុំគាត់ជាកូនប្រសើរល្អម្នាក់ខ្ញុំមិនគួរបំភ័យគាត់បែបនេះនៅថ្ងៃនេះទេកូនស្រីឲ្យអ្នកបាននិយាយថាឈីនហ្វេងនៅតែតើយើងអាចរស់បានទេម៉ាក់ឲ្យទោះបីជាប៉ានាំមនុស្សមកជួយសង្គ្រោះយើងក៏ដោយវាប្រហែលជាយឺតពេកហើយប៉ាដឹងថាវាជាកំហុសរបស់ប៉ាដែលមិនបានបង្ខំគាត់ឲ្យរៀបការជាមួយប៉ាកូនស្រីមើលមធ្យមនឹងវែងមើលខ្ញុំបានបដិសេធមិនបង្ខំនាងឲ្យរៀបការទេវាជាកំហុសរបស់ខ្ញុំដែលបានបំផ្លាញកូនស្រីខ្ញុំអ្នកគួរតែនៅទីនេះតើធ្វើដូចម្តេចអាច
Ken Vang អ្នកតើអ្នកសុខសប្បាយជាទេមានទេ Chin Feng រងរបួសអ្នកបានវាយពួកគេទាំងអស់ឲ្យសន្លប់នោះវាមិនមែនថាពួកគេបានយកឈ្នះខ្លួនឯងនោះទេអ្នកមិនមែនជាប្រធានាធិបតីទេខ្ញុំមិនដឹងទេលូនចុះមកប្រហែលជាពួកគេកំពុងតែឆ្លោះគ្នាឯងហើយឆ្លោះគ្នាឯងមែនទេប៉ាធ្លាប់បាននិយាយពីមុនមកថាក្រុម Thanh Bang នេះមានអំណាចខ្លាំងពេកបច្ចុប្បន្នគាត់នៅមិនទាន់អាចដោះស្រាយបានទេមើលទៅពួកយើងសំណាងគួរសមដែរប៉ាបានដឹងរឿងនេះហើយក៏អស់កង្វល់ដែរមែនហើយកន្លែងនេះឯងថយក្រោយវិញមើលម្ដងទៀតឃើញទេប្រើតែមួយក្បាច់ប៉ុណ្ណោះក៏អាចកម្ចាត់ Lee Bell បានប្រើតែមួយក្បាច់កម្ចាត់សត្រូវពេលវិនាទីដោះស្រាយចប់ដោះស្រាយមនុស្សគ្រោះថ្នាក់ជាង100នាក់លោកអាគូមេបញ្ជាការវីដេអូមួយនេះអ្នកឲ្យខ្ញុំមើលជាង80ដងហើយណានេះគឺជាកូនប្រសាររបស់ខ្ញុំតើឲ្យអាត្រកូលឈីនោះខឹងស្លាប់ទៅខ្ញុំបើកស្រាថ្លៃរងចាំរួចរាល់អស់ហើយចុះមនុស្សទៅណាអស់ហើយចុះបងប្អូនស្រីត្រកូលស៊ូទាំងពីរនាក់នោះទៅណាទៅហៅអាដាច់ថ្លៃឡៃប៉ាវមកជួបខ្ញុំភ្លាមលោកជូឡៃប៉ាវនិងមនុស្សរបស់វាជាង100នាក់តាំងពីចូលទៅក្នុងផ្ទះត្រកូលស៊ូក៏មិនឃើញចេញមកវិញសោះឯងថាស្អីណាមនុស្សជាង100នាក់សុទ្ធតែដាច់ផ្ងាអស់ហើយអាចាស់កញ្ចាស់ស៊ូជឹងគូនេះលាក់ខ្លួនចម្រើជ្រើមែនទៅយកដំណឹងនេះទៅផ្សព្វផ្សាយចេញទៅអស់ចាណាស់លោកជូកាត់ផ្ដាច់ខ្សែសង្វាក់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជីងអេងទៅធ្វើឲ្យដល់ពេលនោះនាងនឹងត្រូវមកអង្វរអ្នកដោយខ្លួនឯងមិនខានមិនចេះដឹងគុណសោះខ្ញុំចង់ដឹងណាស់ថាតើនាងអាចទ្រាំបានប៉ុន្មានថ្ងៃសម្លៀកបំពាក់នេះពិតជាស័ក្តិសមនឹងឯងណាស់ឈិនហ្វឹងក្បាច់គុណរបស់ឯងមិនអន់ប៉ុន្មានទេក៏មានចំណែកខ្លះដូចជាខ្ញុំដែរប៉ាត្រឡប់មកវិញហើយកូនបានហៅសៀវយឺមកហើយយប់នេះពួកយើងញ៉ាំបាយជុំគ្នាតែមានតែសមត្ថភាពវាយតបក៏មិនបានដែរការងារធ្វើត្រឹមត្រូវមួយក៏គ្មានកូនស្រីខ្ញុំដូចជាស្បែកក្តោបដ៏ល្អមួយដើមតែជាត្រូវគេមកកាច់យកទៅបាត់ញ៉ាំបាយចប់ហើយឪពុកខ្ញុំចរិតក្តៅក្រហាយណាស់ខ្ញុំក៏គិតបែបនឹងដែរថែមទាំងត្រូវញ៉ាំបាយជុំគ្នាទៀតយប់នេះមិនវាយគ្នាផ្អើលទេអ្នកមិនវាយគ្នាទេឬមួយខ្ញុំហៅឡានពេទ្យឲ្យបងថ្លៃទុកមុនទៅញ៉ាំសិនចាំនិយាយគ្នាខិនវែងឲ្យមនុស្សក្មេងគួរតែមានការងារធ្វើឲ្យបានត្រឹមត្រូវប៉ានិយាយត្រូវហើយកូនសូមជូនពោប៉ាមួយកែវប៉ាមិនផឹកស្រាទេប៉ាញ៉ាំម្ហូបទៅប៉ាក៏មិនញ៉ាំអាហារសមុទ្រដែរកូនប្រសើរល្អប៉ាមិនមែនជប់ផឹកស្រា3ឆ្នាំហើយទេមិនមែនស្អប់ការញ៉ាំបង្គាបំផុតទេហ៊ានរករឿងមនុស្សរាប់រយនាក់មិនញ៉ាំទេមិនផឹកទេកិច្ចសន្យាការងាររបស់អ្នកខាងធនធានមនុស្សបានអនុម័តរួចហើយចាប់ពីថ្ងៃនេះទៅអ្នកគឺជាសន្តិសុខផ្លូវការរបស់ក្រុមហ៊ុន Thanyan បងថ្លៃខ្ញុំបានលើដំណឹងអស់ហើយកាលពីម្សិលមិញមានមនុស្សជាង100នាក់សម្រុកចូលផ្ទះបងជាអ្នកដោះស្រាយទាំងអស់មែនទេប្រហែលជាអីចឹងហើយលយខ្លាំងណាស់ប៉ុន្តែបងនៅតែត្រូវប្រយ័ត្នសុវត្ថិភាពខ្លួនឯងខ្ញុំឬបងស្រីខ្ញុំនិយាយថាលើកមុនគឺពួកគេឆ្លោះគ្នាឯងទេចុះបើមានលើកក្រោយទៀតបើបងមិនសំណាងដូចលើកមុនតើត្រូវធ្វើម៉េចមានតែមនុស្សខ្សោយទេដែលពឹងលើសំណាងខ្ញុំជឿជាក់តែលើសមត្ថភាពប៉ុណ្ណោះទឹកមុខជឿជាក់របស់បងថ្លៃមើលទៅដូចជាលយមិនធម្មតាទេអីគេក្រុម Chen Bang បានទទួលទំនិញពីយើងហើយតែពួកគេបែរជាកាត់លុយថ្លៃទំនិញអស់50លានបានហើយខ្ញុំដឹងរឿងនេះហើយលុយច្រើនបែបនេះបើមិនប្រញាប់ដោះស្រាយទេខ្សែជ្រុលលុយរបស់ក្រុមហ៊ុន Kenyong នឹងដាច់មិនខានខ្ញុំត្រូវតែទៅទាមទារការពិតពី King Bang ដោយខ្លួនឯងលោកជាកំពុងរងចាំឲ្យអ្នកមកដោយខ្លួនឯងនេះឯងលុយថ្លៃទំនិញនេះខ្ញុំត្រូវការវាមិនបានទេអ្នកទៅម្នាក់ឯងគ្រោះថ្នាក់ណាស់មែនហើយបងថ្លៃក្រុមមនុស្សនៅ King Bang មិនមែនអ្នកធម្មតាទេណាទុកចិត្តចុះក្នុងពេលដែលខ្ញុំបានពាក់ផ្លាកសញ្ញាក្រុមហ៊ុន Kenyong ហើយរឿងនៅខាងក្រៅនេះគឺជារឿងដែលខ្ញុំត្រូវទទួលខុសត្រូវបងស្រីសន្តិសុខមានអំណាចធំដល់ថ្នាក់នេះមែនទេនៅចាំអីទៀតប្រញាប់ទៅជាមួយគាត់ទៅកុំឲ្យគាត់មានរឿងអីទីនេះហើយមែនទេដែលគេហៅថាជាទឹកដីរបស់ King Bang អ្នកក៏មកទាបំណុលដែរមែនទេទីនេះហើយមែនទេដែលគេហៅថាជាទឹកដីរបស់ King Bang អ្នកក៏មកទាបំណុលដែរមែនទេអាចនិយាយបានថាអញ្ចឹងបំណុលរបស់ King Bang មិនមែនអ្នកណាក៏អាចមកទាបានដែរខ្ញុំក៏មកទាបំណុលដែរតែខ្ញុំមិនដូចអ្នកទេអញចេះចោះ
ចាំពេលខ្ញុំទារបស់ខ្ញុំបានហើយខ្ញុំអាចជួយទាឲ្យអ្នកបានដែរមិនបាច់ទេរងចាំនៅទីនេះទៅកុំដើរតាមចិត្តពេកកុំឲ្យគេឃើញមុខឯងស្រីស្អាតមកពីណាដែរនេះមករកអ្នកណាដែរនៅក្រុម Thanh Bang យើងនេះរកអ្នកណាកិច្ចទៅខ្ញុំមកជួបលោកឈឺមិនមែនចង់ជួបក៏បានជួបដែរប៉ុន្តែបើព្រមលេងសើចជាមួយពួកយើងបន្តិចប្រហែលជាអាចជួយផ្ញើសារឲ្យបានកុំប៉ះខ្ញុំចេញទៅហ៊ានវាមនុស្សមុនផងស្រីម្នាក់នេះមិនធម្មតាទេកុំប៉ះខ្ញុំស្រីម្នាក់នេះមិនធម្មតាទេមិនមែនចង់ជួបក៏បានជួបដែរស្ដាប់បងទៅបើបងអារម្មណ៍ល្អនឹងនាំឯងចូលទៅយ៉ាងម៉េចដែរកុំប៉ះខ្ញុំបងប្រុសខ្ញុំគឺលែងវែងណាជាអ្នកជំនាញនៃសមាគមសិល្បៈក្បាច់គុនខ្មោចឆៅប៉ែងហ៊ានប៉ះពាល់ខ្ញុំគាត់នឹងមិនលើកលែងឲ្យឯងទេលែងវែងហើយបងប្រុសឯងទោះនៅចំពោះមុខពួកយើងក្រុម Thanh Bang ក៏ត្រូវលុតជង្គង់ញ៉ាំបាយដែរស៊ូតាមបងទៅចាំបងមើលថែឯងនៅទីក្រុងជាងនេះអ្នកឥឡូវនេះសូមមើលពីរបៀបដែលអ្នកអាចនៅស្ងៀមមួយសន្ទុះទៀតហើយបន្ទាប់មកនាំគាត់ទៅបន្ទប់របស់គាត់វាជាអ្នកប្អូនស្រីតូចឲ្យការធ្វើជាវីរបុរសមិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចធ្វើបាននោះទេមែនទេបងប្រុសនាំអ្នកទៅទាបំណុលប្អូនស្រីចាក់ភពអង់គ្លេសសៀងមិនមែនជាអ្នកណាម្នាក់ទេបងប្រុសអ្នកអាចខ្លាចជាឆ្កែបានការនាំអ្នកទៅទាបំណុលគឺដោយសារតែអ្នកទើបតែញញែជាមួយសមាជិកក្រុម Green Gang របស់ខ្ញុំមួយចំនួននៅខាងក្រៅអូទេហេតុអ្វីបានជាគាត់មិនទៅបំពេញបេសកកម្មថ្ងៃនេះតើឈៀងកាងជានរណាគាត់គឺជាខ្លាបង្ក្រាបភ្នំឈីងខ្ញុំបានឮថាម្នាក់ក្នុងចំណោមបកពួកកម្ពុជាទាំង3បានហាត់គីកុងយ៉ាងលំបាកហើយអាចសម្លាប់ដោយកណ្ដាប់ដៃតែមួយពួកគេអាចបាញ់ទម្លុះបន្ទះថ្មហើយថែមទាំងស្ទាត់ជំនាញបច្ចេកទេស Golden Bell Shield ទៀតផងគ្រាប់កាំភ្លើងមិនអាចទម្លុះវាបានឡើយសំណាងរបស់ខ្ញុំអាក្រក់ណាស់តើខ្ញុំគួរធ្វើអ្វីអ្នកគួរតែចាក់ចេញឲ្យបានលឿនហើយកុំបារម្ភពីខ្ញុំបានទៅជួបឈូសៅដើម្បីអង្វរជំនួសបងប្រុសរបស់ខ្ញុំគាត់នៅតែមានឥទ្ធិពលខ្លះជាមួយគាត់តើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំឥទ្ធិពលរបស់បងប្រុសអ្នកគឺគ្មានអ្វីប្រៀបធៀបទៅនឹង Scarface ដែលជាអ្នកយាមទ្វារនោះទេក្មេងតូចម៉ាក់ឮថាកូនពូកែវាយណាស់ម៉ាក់ហ៊ានវាយកូននៅទីនេះទេសូមកុំខឹងអីនោះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះតើខ្ញុំបានសុំឲ្យអ្នកនិយាយមែនទេអ្នកខ្លាចណាស់ខ្ញុំបានប្រាប់អ្នកឲ្យនិយាយតើអ្នកហ៊ានវាយខ្ញុំទេនាយកប្រតិបត្តិអ្នកគួរតែប្រយ័ត្នរឿងនេះព្រោះនេះជាទង្វើរបស់អ្នកផ្ទាល់វាជាសំណើរបស់ខ្ញុំផ្ទាល់ប្រពន្ធខ្ញុំថែមទាំងបានប្រាប់ខ្ញុំកុំឲ្យលេងជាមួយមនុស្សល្ងងទៀតផងគាត់បានសម្លាប់ចៅវាយដោយកណ្ដាប់ដៃតែមួយគាត់ថែមទាំងបានសម្លាប់ខ្លាបង្ក្រាបភ្នំដោយកណ្ដាប់ដៃតែមួយទៀតផងកំពុងរកមើលឈីសែលនៅតាមផ្លូវរងចាំបងប្រុសខ្ញុំជាសះស្បើយសិនគេនិយាយថាដើម្បីជួបសមាជិកជាន់ខ្ពស់នៃក្រុម Green Gang គេត្រូវការបន្ទះឈើរបស់ក្រុម Green Gang បើមិនដូច្នោះទេការមានទស្សនិកជនគឺមិនអាចទៅរួចទេបន្ទះឈើទាំងនេះត្រូវបានបរិសុទ្ធចំណាស់ប្រគល់ឲ្យខ្ញុំចូលយើងមើលថាតើយើងអាចរកឃើញបន្ទះណាមួយពីក្រុមបៃតងបានដែរឬទេអ្វីម៉ូឡុងក្រុមខ្លាទ្វារក្រុមពូសនិងកងទ័ពពេកាំងនេះជាការបំផ្លើសពេកហើយពិតជាមានរាជវង្សឈឹងមែនសូម្បីតែពេលអ្នកកំពុងធ្វើសោសម្រាប់បងប្រុសរបស់អ្នកក៏ដោយអ្នកមិនធ្វើវាបែបនេះទេនិយាយឲ្យត្រង់ទៅអ្នកមិនបារម្ភពីការយករបស់ខ្លាំងៗច្រើនពេកទេឬអ្នកប្រកាសទេថាវាមិនធ្ងន់ចាំមើលថាវាពិតឬខ្លាំងៗអ្នកនឹងដឹងខ្ញុំមិនចង់ខ្លាចជាម្នាក់ក្នុងចំណោមអ្នកទេបុរសដែលវាខ្ញុំឈ្មោះឡៃវ៉ាន់សានគឺជាព្រឹទ្ធាចារ្យឲ្យផ្នែកអនុវត្តច្បាប់របស់ឈីងគៀងហើយ Scarface គឺជាសិស្សច្បងរបស់គាត់បានបង្រៀន Zheng Xingyu នៅបច្ចេកទេស Golden Bell Shield របស់គាត់នោះហើយជាអ្វីទាំងអស់បច្ចេកទេសខែលកណ្ដឹងមាសដែលប្រើដោយខ្លាបង្ក្រាបភ្នំពិតជាត្រូវបានបង្រៀនដល់ខ្ញុំគាត់បានហ្វឹកហាត់អស់រយៈពេល15ឆ្នាំដើម្បីក្លាយជាមនុស្សមិនងាយរងគ្រោះដោយដាវនិងលំពែងកូនឲ្យកូនពូកែណាស់ក្រុមចៅឈីងបានធ្វើឲ្យសិស្សរបស់ខ្ញុំនិងអ្នកដើរតាមពួកគេរងរបួសពួកគេកំពុងស្នើសុំឲ្យស្លាប់ការទទួលទានខាងក្នុងនិងការបញ្ចេញខាងក្រៅមិនអាក្រក់ទេប៉ុន្តែខ្លាបង្ក្រាបខ្លានេះដែលមានដៃមានស្លាកស្នាមនិងជើងបាក់បាននាំមកនូវភាពអាម៉ាស់ដល់ខ្លួនឯងយូឈីងកុងប្រសិនបើខ្ញុំមិនអាចគ្រប់គ្រងច្បាប់ដែលមិនបានសរសេរទាំងនេះបានទេនោះខ្ញុំនឹងទទួលបន្ទុកសម្លេងឆ្មើងឆ្មៃម្លេះកូនបន្តញ៉ាំទៅចលនាមួយគឺចប់ហើយគ្មាននរណាម្នាក់អាចបញ្ឈប់ចលនាដ៏លេចធ្លោរបស់លីយ៉ែងឡាវបានឡើយសូមមេត្តាករុណាផងអេដឺឡៃយើងមានសម្បត្តិរបស់ឈីងគៀងអូទេនេះពិតជាអាក្រក់ណាស់ពួកគេបានដកផ្លាកសញ្ញាឈើខ្លាំងៗចេញឥឡូវនេះពួកគេនឹងវាខ្ញុំហើយបើខ្ញុំបានដឹងថាអ្នកទាំងពីរថ្លៃថ្នូរណាស់តើខ្ញុំអាចហ៊ានឆ្លើយដាក់អ្នកទាំងពីរដោយរបៀបណានៅពេលដែលអ្នកមានសញ្ញាសម្គាល់ពីមេក្រុមមុនយើងមិនមុខដែលមិនស្គាល់លេខឡើងហើយបាត់ទៅវិញផឹកតែហាផ្លាកសញ្ញាឈើនេះពិតជាដំណើរការមែន
តើវាជាអ្វីហ៊ូសូមអញ្ជើញពិសាតែបន្តិចណាបងប្អូនបញ្ហាថ្ងៃនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះយើងជួយជួយលើកលែង Kenyan Group ការទូទាត់ចំនួន50លានឥឡូវនេះត្រូវបានដោះស្រាយហើយ50លានមិនមែនជាចំនួនទឹកប្រាក់តិចតួចទេខ្ញុំត្រូវតែឈូសៅបានពិភាក្សាអំពីវាហើយយល់ស្របថា60លាននឹងមិនគ្រប់គ្រាន់ទេហេតុអ្វីបានជាវាកើនឡើង70លានអ្នកតើនាមត្រកូលរបស់អ្នកជាអ្វីចុះយើងដោះស្រាយលុយ80លានជាមួយគ្នានៅយប់នេះរួមទាំងលុយរបស់គាត់ផង80លានគឺ80លានវាមិនអាចឡើងខ្ពស់ជាងនេះទៀតទេបើខ្លងយ៉ាងលឿនហើយដកវាចេញភ្លាមឡៃវ៉ាន់សានតើអ្នកគិតថាខ្ញុំកំពុងដំណើរការបដូរប្រាក់ឬធនាគារដែលមានសាច់ប្រាក់80លានឈឺសោសេខឹងបន្ទះឈើនោះគឺជាបញ្ជារបស់អធិរាជឈឹងលោកគ្រូរ៉េនធ្លាប់បាននិយាយថាការឃើញវត្ថុស័ក្តិសិទ្ធិនេះគឺដូចជាការបានឃើញលោកគ្រូផ្ទាល់ដែរខ្ញុំមិនហ៊ានបដិសេធមេដឹកនាំក្រុមនោះទេបុរសចំណាស់បានបាត់ខ្លួនតំណែងនេះច្បាស់ជានឹងមកដល់មិនយូរមិនឆាប់បន្ទាប់ពី5ឆ្នាំធ្វើជារបស់ខ្ញុំបានលើបុរសម្នាក់នោះឈ្មោះថេនវែងគាត់ជាអ្នកប្រយុទ្ធដ៏រឹងមាំម្នាក់ដែលធ្វើឲ្យខ្ញុំពិបាកប្រយុទ្ធជាមួយគាត់ដើម្បីឈ្នះហឺមវាហាក់ដូចជាគាត់មានឱកាសយកវាពីមុនមកខ្ញុំខ្លាចថាពួកគេនឹងមិនរស់រានមានជីវិតដើម្បីឃើញការរីកនោះទេវាហាក់ដូចជាឡៃប៉ាវនិងអ្នកអតីតទៀតបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់គាត់អូមិនអីទេចូលទៅដោះលែងមនុស្សនោះនៅពេលដែលដល់ពេលខ្ញុំដេកលក់អស់រយៈពេល3ឆ្នាំហើយមានរឿងអ្វីបានជាដាស់ខ្ញុំឲ្យភ្ញាក់គ្រប់គ្រាន់ហើយខ្ញុំនឹងរកអ្នកឲ្យសម្លាប់នរណាម្នាក់ហើយបន្ទាប់មកខ្ញុំនឹងផ្ដល់សេរីភាពដល់អ្នកបងថ្លៃរបស់ខ្ញុំហាក់ដូចជាបានចូលទៅជួយគាត់មែនខ្ញុំសង្ឃឹមថាគ្មានអ្វីអាក្រក់កើតឡើងចំពោះគាត់ទេអាមនុស្សចង្រៃឲ្យគាត់ប្រកាសជាមិនអីទេគាត់បាននិយាយប្រយោគ3ជាមួយបុរសចំណាស់នៃក្រុម Golden Gang ហើយការប្រាក់បានកើនឡើង30លានគួរឲ្យចាប់អារម្មណ៍ណាស់តើអ្នកឈ្មោះអ្វីឈីនខ្ញុំឈ្មោះលេងឈីវអ្នកអាចរកខ្ញុំឃើញនៅផ្សារងឹតប្រសិនបើអ្នកត្រូវការអ្វីមួយនេះគួរតែជាអំណោយអរគុណដែលបានជួយខ្ញុំសងបំណុលហេតុអ្វីបានជាគាត់ធ្វើការយ៉ាងនេះបងស្រីភ្លេចហើយឬថាអាពាហ៍ពិពាហ៍របស់អ្នកជាមួយបងថ្លៃរបស់អ្នកគឺជាអាពាហ៍ពិពាហ៍តាមកិច្ចសន្យាបន្ទាប់ពីរៀបការរួចបងថ្លៃរបស់អ្នកអាចធ្វើអ្វីក៏បាននោះហើយជាអ្វីដែលអ្នកបាននិយាយមាននរណាម្នាក់និយាយថាខ្ញុំច្រណែនប៉ុន្តែខ្ញុំមិនច្រណែនទេខ្ញុំគ្រាន់តែព្រួយបារម្ភអំពីចានមីប៉ុណ្ណោះត្រឡប់មកវិញមកខ្ញុំនឹងជួបអ្នកម្ដងទៀតនៅថ្ងៃណាមួយតើថ្នាំនោះមកពីណានៅខាងក្នុងមិនមែនលុយទេមិនដល់50លានទេដឹងក៏សំរុំដែរមានរង្វាន់អត់មានរង្វាន់ឲ្យអ្នកត្រឡប់ទៅក្រុមហ៊ុនវិញទៅយាមទ្វារអ្នកនេះមិនក៏ប្រើរួចហើយបោះចោលបែបនេះបងថ្លៃបងស្រីខ្ញុំគាត់ប្រច័ណ្ឌហើយប្រច័ណ្ឌរឿងអីទៅខ្ញុំឃ្លានហើយកន្លះម៉ោងទៀតខ្ញុំមកជួបអ្នកយើងទៅញ៉ាំបាយជាមួយគ្នាពិតជាចេះតែរកនឹកឃើញរហូតមែនបាទកញ្ញាធំរបស់ខ្ញុំអ្នកនាងសូមបង្ហាញបានសម្គាល់ខ្លួនរបស់អ្នករំខានណាស់គ្មានពណ៌សម្បុរអ្វីសោះឲ្យអ្នកធ្វើអីអាសន្នទៅសុកស្អុយនេះអ្នកមកប៉ះដៃខ្ញុំធ្វើអីខ្ញុំមើលអីទៅណាអ្នកកំពុងតែបៀតបៀនខ្ញុំហើយសុំទោសខ្ញុំមកសុំទោសមានរឿងអីហ្នឹងអាសន្នទៅសុកស្អុយនេះគិតថាខ្លួនឯងជានរណាហើយអ្នកគ្រប់គ្រងពួកឯងមកជួបខ្ញុំខេនវែងអ្នកគឺពិតជាឯងមែនខេនវែងធ្វើពុតជាមិនស្គាល់គ្នាធ្វើអីខ្ញុំលេងខូនេរីស្រស់ស្អាតប្រចាំថ្នាក់ពេលរៀនថ្នាក់វិទ្យាល័យឯងអង្គុយពីក្រោយខ្ញុំថែមទាំងធ្លាប់សរសេរសម្បត្តិស្នេហ៍ឲ្យខ្ញុំទៀតផងភ្លេចអស់ហើយមែនទេអូរឿងនោះឯងហីនោះគឺខ្ញុំសរសេរជំនួសអាថតដែលអង្គុយពីក្រោយខ្ញុំទេមិនមែនខ្ញុំចង់និយាយអីទេណាតែឥឡូវឯងធ្លាក់ខ្លួនដល់ថ្នាក់នេះមកមកធ្វើត្រឹមជាសន្តិសុខនឹងសំណាងហើយដែលខ្ញុំរើខ្ពស់កាលនោះមិនបានចាប់អារម្មណ៍ឯងទេមិត្តរួមថ្នាក់ទាំងអស់គ្នាមកមើលនេះទាំងអស់គ្នាមេថ្នាក់ដ៏អស្ចារ្យពីមុនរបស់យើងខេនវែងឥឡូវបែរជាមកធ្វើជាសន្តិសុខទៅវិញហើមិត្តរួមថ្នាក់ទាំងអស់គ្នាប្រធានថ្នាក់ដ៏អស្ចារ្យរបស់យើងកាលពីមុនខេនវែងឥឡូវបែរជាមកធ្វើជាសន្តិសុខទៅវិញអូខេនវែងធ្វើជាសន្តិសុខមែនហ្នឹងកាលពីមុនមិនមែនខ្លាំងពូកែណាស់ណាទេហើយថែមទាំងហាមមិនឲ្យខ្ញុំធ្វើបាបមិត្តរួមថ្នាក់ស្រីទៀតមែនទេចុះឥឡូវមានមិត្តរួមថ្នាក់ស្រីណាឲ្យអញធ្វើបាបទៀតទេជប់និយាយទៅប្រាក់ខែធ្វើសន្តិសុខតិចតួចប៉ុណ្ណឹងរកតែបាយហូបមិនគ្រាន់ផងកុំថាឡើយរឿងមិត្តរួមថ្នាក់ស្រីសូម្បីតែសង្សារក៏គ្មានដែរខ្លាចតែចិញ្ចឹមឆ្កែក៏មិនរួចផងយឺទេខេនវែងមិត្តរួមថ្នាក់ទាំងអស់កំពុងបារម្ភពីឯងណាស់អ្នកដែលទៅតែនិយាយជាមួយឯងមិញនេះម្នាក់គឺជាអ្នកគ្រប់គ្រងចៅម្នាក់ទៀតគឺជាប្រធានរោងចក្រវងចុះបើអ្នកសុំគេទាំងពីរអ្នកនោះទៅឲ្យគេណែនាំការងារថ្មីឲ្យអ្នកទៀតអ្នកគ្រប់គ្រងចៅអ្នកចង់និយាយពីចៅមីងមែនទេបើខ្ញុំចាំមិនខុសទេកាលពីខែមុនគាត់ទៅតែត្រូវគេបណ្តេញចេញពីក្រុមហ៊ុនដោយសាររឿងកឹបកេងលុយកាក់សងគេជាង3លានឥឡូវនេះប្រហែលជានៅរកការងារធ្វើមិនទាន់បានផងមែនទេអ្នកនិយាយផ្ដេសផ្ដាសចំណែកនាយករោងចក្រវាងឈៀងនិយាយថាខែមុនអ្នកទៅតែលេងលេះមែនទេចេញពីផ្ទះដោយដៃទេឥឡូវនេះនៅស្នាក់នៅផ្ទះឪពុកម្ដាយនៅឡើយអ្នក
អ្នកដឹងរឿងទាំងអស់នេះបានយ៉ាងម៉េច Lin Sue ខ្ញុំស្ទើរតែភ្លេចទៅហើយ3ឆ្នាំមុនអ្នកធ្វើជាស្រីកំដរនៅបាយេស៊ឺហើយត្រូវបានគេចិញ្ចឹមអស់កន្លះឆ្នាំក្រោយមកប្រពន្ធគេតាមរកដល់ផ្ទះអ្នកត្រូវគេដេញតាមដោះខោអាវរត់ពេញផ្លូវពីខ្សែឲ្យឈុតឆាកនោះត្រូវការឲ្យខ្ញុំជួយរំលឹកអ្នកម្ដងទៀតទេអ្នកដឹងរឿងនេះបានយ៉ាងម៉េចមើលងាយគេថាជាសន្តិសុខចុះមើលខ្លួនឯងវិញថាស្អាតស្អំដែរឬអត់ខ្ញុំស្អប់បំផុតពួកមិត្តរួមថ្នាក់ដែលគ្មានសមត្ថភាពហើយចូលចិត្តមើលងាយអ្នកដទៃបែបនេះចុះចង់បានយ៉ាងម៉េចទៀតយ៉ាងហោចណាស់គេក៏ធ្លាប់មានមុខមាត់ដែរចុះអ្នកវិញមួយជីវិតធ្វើបានត្រឹមជាអ្នកយាមទ្វារបើស្រីណាភ្នែកមិនល្អយកអ្នកគឺរងចាំតែក៏រហូតដល់ស្លាប់ហើយស្លាប់ទៅអ្នកប្តីសម្លាញ់ខ្ញុំឃ្លានហើយទៅញ៉ាំបាយឥឡូវនេះទៅលោកស៊ូលោកគ្រូគាត់ក៏គ្រាន់តែជាសន្តិសុខម្នាក់ប៉ុណ្ណោះរស់នៅអំថយដល់ថ្នាក់នេះចុះហេតុអ្វីបានជាអ្នកទៅទោះបីជាគាត់រស់នៅបែបណាក៏ដោយក៏គាត់នៅតែជាស្វាមីរបស់ខ្ញុំស៊ូឈីងយីងជាម្ចាស់ផ្ទះដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនឈីងយីងគ្រប់អ្នកដែលទើបតែចូលធ្វើការជាបុគ្គលិកធម្មតានៅផ្នែកទីផ្សារហ៊ានមកចង្អុលមុខគាត់បែបនេះឬភ្លេចវាចុះខ្ញុំឃើញថាអ្នកសូម្បីតែក្រុមសិលធម៌វិជ្ជាជីវៈមូលដ្ឋានក៏គ្មានដែរមិនស័ក្តិសមនឹងបន្តធ្វើការនៅឈីងយីងគ្រប់ទៀតទេទៅប្រាប់ផ្នែកធនធានមនុស្សទៅបញ្ឈប់លីនស៊ូចេញពីការងារភ្លាមហើយចាប់ពីពេលនេះទៅមិនអនុញ្ញាតឲ្យចូលក្រុមហ៊ុនបាទលោកស្រីស៊ូហត់ហើយតោះទៅឲ្យទោសផងប្រពន្ធរបស់បងឈិនតាមពិតទៅជាប្រធានក្រុមហ៊ុនសោះកុំយល់ច្រឡំឲ្យសោះខ្ញុំមិនមែនធ្វើដើម្បីអ្នកទេខ្ញុំគ្រាន់តែមិនចង់ឲ្យគេមើលងាយឈីងយីងគ្រប់ប៉ុណ្ណោះបាទលោកស្រីស៊ូដ៏ល្អរបស់ខ្ញុំអ្នកមិនមែននៅប្រច័ណ្ឌទៀតហើយមែនទេអ្នកឯងនេះក្លាហានណាស់ហ៊ាននិយាយចេញមកនៅចំពោះមុខមនុស្សច្រើនបែបនេះទៅយកអាឡែងឃីជឺនោះមកកុំកំរើកអត់មានអីធំដុំទេតែថាអ្នកឯងសួរនាំបែបនេះហាក់ដូចជាឈឺបន្តិចមែនមាត់របស់ខ្ញុំមិញនេះត្រូវអ្នកឯងធ្វើឲ្យខូចអស់ហើយមើលចុះហាមអស់ហើយមើលទៅអាហារពេលនេះប្រហែលជាមានអ្នកមិនចង់ឲ្យយើងញ៉ាំទេដឹងអ្នកឯងត្រឡប់ទៅក្រុមហ៊ុនវិញទៅកុំទៅណាផ្ដេសផ្ដាសក្នុងពេលដែលពួកគេហ៊ានមកដល់ផ្ទះបែបនេះខ្ញុំត្រូវតែទប់ស្នងគេវិញបន្តិចហើយមិនលើសលប់ពេកទេមែនទេម៉ោងនេះបងថ្លៃទៅណាមិនបានទេខ្ញុំត្រូវតែតាមឃ្លាំមើលជំនួសបងស្រីខ្ញុំមនុស្សដែលចង់យកជីវិតអ្នកឯងម៉េចខ្លាចរហូតដល់មិនហ៊ានបាញ់មែនទេចង់ស្លាប់មែនឯងជានរណាឲ្យពិតប្រាកដកុំចូលមកឯងមានឱកាសបាញ់រាប់មិនអស់ចំណែកឯងមានឱកាសតែម្ដងគត់ដើម្បីវាយបកប៉ុន្តែត្រឹមតែម្ដងគឺគ្រប់គ្រាន់ហើយភ្លេចគំនូនឹងទៅឯងគឺជាបងប្រុសបង្កើតរបស់ខ្ញុំកំពុងជួបបញ្ហាអូដូច្នេះអ្នកមានផែនការបម្រុងទុកសូមអភ័យទោសលោកឈីនយើងដឹងថាអ្នកជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ដូច្នេះលោកម្ចាស់យេស៊ីបានធ្វើឲ្យយើងរងចាំអ្នកនៅទីនេះយូរហើយអូទេវាបង្ហាញថាឥឡូវនេះអ្នកលបបាញ់នោះគឺជានុយបងថ្លៃរបស់ខ្ញុំហាក់ដូចជាធ្លាក់ក្នុងអន្ទាក់ហើយតើខ្ញុំគួរធ្វើអ្វីកុំឲ្យខាតពេលវេលាវាយប្រហារជាមួយគ្នាអីឧត្តមភាពព្រះជាម្ចាស់ឲ្យលើកក្រោយអ្នកពិតជាអាចកម្ចាត់ប្រពន្ធកងទ័ពក្រោមដីបាន6នាក់មែនទេអ្នកពិតជាអ្នកប្រយុទ្ធមែនតើត្រឹមត្រូវទេជាពាក្យសម្ដីគាត់បានទប់ទល់នឹងព្យុះកូរន្ទះដែលបាននាំមនុស្សចូលមកក្នុងផ្ទះរបស់ខ្ញុំតែម្នាក់ឯងខ្ញុំត្រូវការមនុស្សពេញវ័យម្នាក់ដើម្បីជួយសង្គ្រោះខ្ញុំឈិនហ្វេងអរិយរាត្រីគ្មានឈ្មោះបានរងចាំអ្នកជាយូរមកហើយ
លោកយីវែងដែលជាប់ចំណាត់ថ្នាក់លេខ2នៅក្នុងបញ្ជីឃាតករក្រមដីគ្រប់ពេលបានស្លាប់ដោយគ្មានមូលហេតុកាលពី3ឆ្នាំមុនការបាត់ខ្លួននេះមិននឹកស្មានដល់ហើយការលេចឡើងវិញគឺគួរឲ្យភ្ញាក់ផ្អើលនៅកន្លែងតូចមួយនេះខ្ញុំដែលជាខ្មោចឆៅមិនដែលបង្ហាញខ្លួនជាសាធារណៈឬធ្វើសកម្មភាពអ្វីឡើយតើអ្នកនឹងដឹងដោយរបៀបណាថាខ្ញុំមិនសូវមានប្រវត្តិរូបល្អអត្តសញ្ញាណព័ត៌មានអំពីជាតិកទាំងអស់នៅលើតារាងពិន្ទុខ្ញុំអូត្រូវហើយជាតិកលេខ1នៅក្នុងបញ្ជីជាតិកគឺយ៉ាម៉ាខ្ញុំបានសម្លាប់គាត់នៅទីក្រុងប៉េកាំងកាលពី3ឆ្នាំមុនទេអ្នកចង់មានន័យថាទីក្រុងប៉េកាំងប្រធានកងការពារនាបបានគ្រប់គ្រងទីក្រុងប៉េកាំងទាំងមូលវាយឺតពេលហើយសម្រាប់មេដឹកនាំនៃគេហទំព័រងឹតក្នុងការដឹងរឿងនេះឥឡូវនេះក្បាលនាខាងជើងព្រះជាម្ចាស់ឲ្យតើ Shevchenko ជានរណាឲ្យប្រកាសគ្រាន់តែជារូបរាងចៃដន្យគាត់បានសម្លាប់បងថ្លៃរបស់ឃាតករលំដាប់ទី2ភ្លាមតើគាត់អាចមានអំណាចខ្លាំងម្ល៉េះតើគាត់ជានរណាទេខ្ញុំត្រូវប្រញាប់ប្រាប់អូនស្រីខ្ញុំជាបន្ទាន់ប៉ុន្តែគាត់នឹងមានអាពាហ៍ពិពាហ៍តាមកិច្ចសន្យាហើយពួកគេនឹងលែងលះគ្នានៅពេលក្រោយបញ្ឈប់ការល្បាតបេសកជនពិសេសមកពីស្ថានីយ៍ប៉ូលីសលូស៊ូដែលមានរហស្សនាមថាបងបៃតើអ្នកឈ្មោះអ្វីខ្ញុំយើងបានទទួលព័ត៌មានជំនួយមួយពេលកំពុងឆ្លងកាត់ភៀកខាងជើងឃាតករយីឈៀវមកពីទីក្រុងប៉េកាំងនឹងបង្ហាញខ្លួននៅទីនេះថ្ងៃនេះចាំបន្តិចសិនអ្នកមានក្លិនឈាមជំនាញអស្ចារ្យមែនអ្នកពិតជាឈៀវមែនអ្នកនាងលូអ្នកបានចាប់ខ្លួនមនុស្សខុសហើយលែងខ្ញុំទៅអាមនុស្សអាក្រក់អញហ៊ានឆ្លៀតឱកាសពីខ្ញុំលែងខ្ញុំទៅអញហ៊ានឆ្លៀតឱកាសពីខ្ញុំទេអាមនុស្សអាក្រក់ខ្ញុំមិនបានឆ្លៀតឱកាសពីអ្នកទេហើយអ្នកកំពុងនិយាយថាអ្នកបានឆ្លៀតឱកាសពីខ្ញុំមែនទេវាថប់ណាស់ភ្លេចវាទៅខ្ញុំមិនប្រកែកជាមួយអ្នកទេជង្គង់នឹងជើងរបស់អ្នកខូចណាស់អ្នកមិនអាចកាន់របស់នេះបានទេយាយយ៉ាវឈប់នៅត្រង់ហ្នឹងអ្នកជានរណាតើអ្នកគិតថាយើងគួរតែនាំអ្នកយាមសន្តិសុខមកវិញទេគាត់ហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ទេហើយក្រៅពីនេះអ្នកទាំងអស់គ្នាមិនអាចយកឈ្នះគាត់បានទេវាត្រូវបានបញ្ជាក់ថាមានមនុស្សជាង10នាក់ដេកនៅខាងក្នុងដែលពួកគេទាំងអស់សុទ្ធតែពិការសន្លាក់តើអ្នកនិយាយអ្វីនៅមានច្រើនទៀតទេយីឈៀវមានគាត់ត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីត្រូវបានញួរមីឈៀលទម្ងន់300ផោនរបស់គាត់វាពីក្រោយវាជាការធ្វើរបស់គាត់ទាំងអស់ធ្វើវាដោយខ្លួនឯងគាត់មិនអាចធ្វើជាអ្នកយាមសន្តិសុខដែលពិនិត្យមើលអត្តសញ្ញាណរបស់គាត់បានទេចាត់អ្នកណាម្នាក់ឲ្យតាមដានគាត់ដោយសម្ងាត់រាយការណ៍ពីចលនាមិនប្រក្រតីណាមួយមកខ្ញុំជាបន្ទាន់របាយការណ៍នេះគឺប៉ាខ្សែប្រយុទ្ធប្រហែលជាមានអ្វីមួយកើតឡើងចំពោះគាត់មិនទាន់លើកទូរស័ព្ទទេប្រញាប់ឡើងហើយជួយសង្គ្រោះគាត់លោកប្រធានាធិបតីស៊ូត្រឡប់មកវិញហើយលាងដៃហើយញ៉ាំអាហារពេលល្ងាចតើអ្នកកំពុងធ្វើអ្វីនៅផ្ទះតើបុរសល្អដូចខ្ញុំនៅឯណាបើមិនចម្អិនអាហារនៅផ្ទះបុរសសំរុំបែបណាដែលមានស្នាមប្រឡាក់មាត់នៅលើកញ្ចឹងលែងគាត់ទៅឯងកំពុងសម្លឹងមើលអ្វីសារភាពដោយស្មោះត្រង់ទៅខ្ញុំនឹងបង្រៀនមេរៀនមួយដល់ប្អូនស្រីឯងឈប់ទៅឈប់ទៅបងស្រីឲ្យហេតុអ្វីបានជាអ្នកត្រឡប់មកវិញតាមពិតទៅហេតុអ្វីបានជាអ្នកបញ្ឈប់ខ្ញុំនៅថ្ងៃនេះតើអ្នកមិនពេញចិត្តនឹងបងប្រុសរបស់អ្នកទេពីមុនខ្ញុំមិនចូលចិត្តវាទេតែឥឡូវខ្ញុំចាប់ផ្ដើមចូលចិត្តឥឡូវនេះតើអ្នកចូលចិត្តខ្ញុំទេនោះហើយជាអ្វីដែលខ្ញុំចង់មានន័យអូបងថ្លៃប្រុសគាត់ពិតជាមនុស្សល្អមែនប្អូនស្រីសូមកុំធ្វើបាបគាត់អីយាយសៀវគឺជាសัญลักษณ์បៀដ៏សំខាន់បំផុតដែលខ្ញុំបានទុកឲ្យអ្នកនៅក្នុងក្រុមឈីងនៅពេលនោះគាត់ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាអស់រយៈពេល5ឆ្នាំដូច្នេះអ្នកអាចប្រើគាត់ដើម្បីសម្អាតឧបសគ្គសម្រាប់អ្នកនៅពេលដ៏សំខាន់បំផុតហើយអ្នកពិតជាបានប្រើគាត់ដើម្បីដោះស្រាយជាមួយអ្នកយាមសន្តិសុខហើយអ្នកពិតជាបានប្រើគាត់ដើម្បីដោះស្រាយជាមួយឪពុករបស់សន្តិសុខនោះគឺឈិនវែងគាត់ពិតជាអ្វីផ្សេងមែនខ្លាបង្ក្រាបភ្នំបានពីការយាសៀវបានស្លាប់ហើយខ្ញុំមិនបានរកឃើញដាននៃសកម្មភាពរបស់ឈិនហ្វេងនៅកន្លែងកើតហេតុទេតម្រុយហាក់ដូចជាមិនត្រឹមត្រូវទេខ្ញុំសង្ស័យថាវាគឺជាមនុស្សគ្មានប្រយោជន៍មកពីស្ថានីយ៍ប៉ូលីសឈ្មោះលូស៊ឺដែលកំពុងប្រើល្បិចបិទមាត់គាត់ខ្ញុំមានឆាត់ចង់ក្នុងចំណោមកូនប្រុសទាំងអស់របស់ខ្ញុំឯងគឺជាមនុស្សគ្មានប្រយោជន៍បំផុតហេតុអ្វីខ្ញុំត្រូវសម្អាតផ្ទះរបស់ឯងដោយខ្លួនឯងចេញមកជាមួយគូតរបស់អ្នកចេញប៉ាគាត់ឈ្មោះហុងជូ
គាត់ជាអ្នកដាវដែលខ្ញុំផ្ទាល់បានវឹកហាត់តាំងពីកុមារភាពគាត់មិនចេះក្បាច់គុនទេប៉ុន្តែគាត់ពូកែខាងសម្លាប់គាត់មិនដែលបរាជ័យក្នុងវិស័យនេះទេគាត់មិនចេះក្បាច់គុនទេប៉ុន្តែគាត់អាចធ្វើវាបានមនុស្សល្ងងដោយសារអ្នកមិនអាចដោះស្រាយជាមួយខេនវែងបានចូលសាកល្បងវិធីសាស្ត្រផ្សេងហើយកំចាត់សឺចោលឈីងយីងនិងស៊ូយ៉ាវយឺបានលេបត្របាក់អ្វីទាំងអស់ក្រុមហ៊ុនខេងយេងបានផ្ដល់ភស្តុតាងដល់ខ្ញុំផ្ទាល់បានចាត់វិធានការដើម្បីកំចាត់ខេនវែងជំនួសអ្នកព្រោះខ្ញុំដឹងថាអ្នកមានសមត្ថភាពខ្ញុំដឹងថាគឺជាប៉ាសូមទទួលការសាទរផងបងថ្លៃតើបងអាចជួយខ្ញុំមួយរឿងបានទេប្រាប់មកតើរឿងអ្វីទៅបងថ្លៃដៃគូសហការថ្ងៃនេះសំខាន់ណាស់បងស្រីខ្ញុំមានធរៈបន្ទាន់ទើបឲ្យខ្ញុំមកជំនួសតែខ្ញុំនិយាយថាយ៉ាវសៀងម្នាក់នោះគេឈ្មោះមិនសូវល្អទេចូលចិត្តធ្វើភ្នែកលេមលើមដាក់ស្រីខ្ញុំខ្លាចគាត់ធ្វើអ្វីផ្ដេសផ្ដាសទើបពឹងបងជួយភាគីខាងនោះជាអ្នកណាជាកូនប្រុសម្ចាស់ក្រុមហ៊ុន Yanding Capital បងស្រីខ្ញុំថាបើអាចទទួលបានកិច្ចសហការលើកនេះលំហូរទុនរបស់ក្រុមហ៊ុននឹងមានស្ថិរភាពទាំងស្រុងអូនឹកស្មានមិនដល់ថាជាកញ្ញាទី2ត្រកូលសុំមកផ្ទាល់ហាថ្ងៃនេះស្លៀកពាក់ស្អាតខ្លាំងណាស់រីករាយដែលបានជួបខ្ញុំមិនមែនទេអ្នកណាទៅចង់ចាប់ដៃជាមួយអ្នកនរណាគេនេះគឺជាបងថ្លៃរបស់ខ្ញុំថេនវែងគាត់វាឈឺខ្លាំងណាស់ណាឈឺមែនទេខ្ញុំមើលរួចហើយលក្ខខណ្ឌគ្មានបញ្ហាទេក្រុមហ៊ុន Kenyang Group របស់ពួកអ្នកខ្ញុំនៅតែពេញចិត្តដែរបើអញ្ចឹងល្អណាស់លោកឆាវចុះយើងចុះហត្ថលេខាឥឡូវនេះទៅកុំអាលអីកញ្ញាទី2ត្រកូលសឹកគួរឲ្យស្រឡាញ់ម្លេះចុះបើមកផឹកស្រាជាមួយខ្ញុំសិនវិញកញ្ញាស៊ូអញ្ជើញខ្ញុំចេះផឹកស្រាយណាផឹកតែ3កែវទេផឹកចប់ខ្ញុំនឹងអញ្ជើញអ្នកភ្លាមកញ្ញាស៊ូអញ្ជើញខ្ញុំចេះផឹកស្រាយណាផឹកតែ3កែវទេផឹកចប់ខ្ញុំនឹងអញ្ជើញអ្នកភ្លាមខ្ញុំផឹកជំនួសនាងនឹកស្មានថាជានរណាទៅទៀតម្នាក់ដែលគ្មានការងារធ្វើត្រឹមត្រូវព្រោះដោយសារប្រពន្ធនិងប្អូនថ្លៃក៏ហ៊ានមកចេញមុខជំនួសគេដែរឬលោកឈិនមែនទេខ្ញុំឮថាអ្នកធ្វើជាសន្តិសុខនៅក្រុមហ៊ុនឈីងយូមកហើយចុះថ្ងៃនេះមិនទៅធ្វើការមកធ្វើជាអ្នកដើរតាមប្អូនថ្លៃនៅទីនេះធ្វើអីស្រាដែលខ្ញុំចាក់ឲ្យអ្នកមិនទាន់មានសិទ្ធិផឹកទេខ្ញុំថាហើយកញ្ញាស៊ូទី2ចរចាជាមួយម្ដងត្រូវតែនាំអ្នកយាមទ្វារផ្ទះមកជាមួយត្រកូលស៊ូរបស់អ្នកគ្មានអ្នកស្នងតំណែងឬគ្មានអ្នកគ្រប់គ្រងមែនទេមាន2ផ្លូវមួយគឺចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគ2គឺខ្ញុំផឹកជាមួយអ្នកផឹកតតែចុះហត្ថលេខាលើកិច្ចសន្យាគិតថាខ្លួនឯងផឹកពូកែណាស់មែនទេចង់ផឹកណាស់មែនទេខ្ញុំនឹងបំពេញបំណងអ្នកពួកឯងនាំគ្នាផឹកឲ្យវាស្លាប់ទៅលេងរួចហើយមែនទេធ្វើខ្លាំងធ្វើអីពួកឯងយើង2នាក់បន្តទៀតយើង2នាក់បន្តទៀតថេនវែងក្រុមហ៊ុនខេងយេងរបស់ពួកឯងនៅចង់សហការទៀតទេស៊ឺឈៀវខ្ញុំប្រាប់ឲ្យដឹងចុះកិច្ចសន្យានេះខ្ញុំមិនចុះហត្ថលេខាទេចាំមើលក្រុមហ៊ុនខេងយេងរបស់ពួកឯងទ្រាំបានឬអត់ការខាតបង់ប្រាក់ចំណេញរាប់សិបលានចាំមើលបងស្រីនាងបន្ទោសចុះមកតើនាងនឹងពន្យល់យ៉ាងម៉េចមានអ្នកណាជួយខ្ញុំផងឈឺណាស់កុំចិត្តអីតើឯងផឹកឬមិនផឹកប៉ុន្តែបងប្រុសខ្ញុំខុសហើយខ្ញុំនឹងចង់ក្អួតណាស់លុយខ្ញុំបានហើយទៅចុះមិនអីទេខ្ញុំគ្រាន់តែពាក់ស្បែកជើងកែងខ្ពស់ពេកអញ្ចឹងមែនទេខ្ញុំសុំមើលបន្តិចឯងចាក់បាល់ច្រើនម្លេះថែមទាំងបោកឲ្យខ្ញុំចុះហត្ថលេខាលើកិច្ចសន្យាទៀតស៊ូសៀវយូពួកស្រីចូលចិត្តពាក់ស្បែកជើងកែងខ្ពស់បែបនេះណាស់តើរួចទេ
មនុស្សក្បត់បងថ្លៃមិញនេះខ្ញុំហាក់ដូចជាសំឡេងគោស្រែកបងទេអត់ទេឯងស្ដាប់ច្រឡំហើយទៅចុះខ្ញុំអត់មានស្បែកជើងតើឲ្យខ្ញុំដើរយ៉ាងម៉េចទៅបងថ្លៃធ្វើបែបនេះមិនល្អទេដឹងបើអញ្ចឹងឯងលោតត្រឡប់ទៅវិញទៅគុំបងថ្លៃល្អបំផុតគឺអ្នកឯងនឹងឯងចុះអ្នកឯងគឺជាអ្នកដែលមកពីផ្ទះលោកអគ្គនាយកជាសិស្សស្រីដែលទៅនឹងមកថ្មីមែនទេបងស្រីលូអូពួកអ្នកស្គាល់គ្នាដែរតើអ៊ីចឹងពួកអ្នកជែកគ្នាសិនទៅខ្ញុំសូមចូលទៅខាងក្នុងមុនហើយមានរឿងអីទៀតហើយប្រាប់ឲ្យដឹងចុះរឿងអាហារពេលយប់លើកមុននោះរវាងអ្នកនិងសាស្ត្រាចារ្យខ្ញុំនៅមិនទាន់បញ្ចេញអស់សមត្ថភាពនៅឡើយទេអូដូច្នេះកុំគិតថាខ្ញុំមិនអាចធ្វើអ្វីអ្នកបានខ្ញុំបានស៊ើបអង្កេតប្រវត្តិរបស់អ្នករួចហើយវាជាអាចកំបាំងមួយការងារខុសខើណាស់អ្នកមានគ្រោះថ្នាក់ណាស់នោះហើយជាមូលហេតុដែលមេបញ្ជាការបានបញ្ជូនអ្នកមកទីនេះដើម្បីការពារខេញៀងខ្ញុំបានមកលំនៅឋានរបស់ស៊ូក្នុងនាមជាអង្គរៈបណ្ដោះអាសន្នថ្មីនេះចឹងហើយទីក្រុងនេះមិនមានសុវត្ថិភាពទេមាននរណាម្នាក់កំពុងមើលអ្នកដូច្នេះចុះយប់នេះវិញកុំរត់គេចតើនេះមានន័យយ៉ាងណាខ្ញុំនៅទីនេះតាំងពីព្រឹកមិញពួកគេបានស្វែងរកតំបន់នោះក្នុងរង្វង់10គីឡូម៉ែត្រហើយសូម្បីតែរុយក៏មិនអាចចូលបានដែរតើដូច្នោះមែនឬបើដូច្នោះហេតុអ្វីមិនអនុញ្ញាតឲ្យមនុស្សរបស់អ្នកទៅមើលខាងក្រោយដើមឈើនោះថ្មីនេះមាននរណាម្នាក់បានឆ្លាក់សញ្ញាថ្មីមួយនៅលើចំណុចកម្ពស់ 1.2 ម៉ែត្រដែលបង្ហាញពីមិត្តភាពរបស់យើងខ្ញុំបានយាមវាតាំងពីម៉ោង 5 ព្រឹកតើខ្ញុំអាចធ្វើដូចម្តេចមិនបានឃើញទេមានឧបករណ៍ស្ដាប់ខ្នាតតូចមួយនៅក្នុងចន្លោះខាងក្រោមជណ្ដើរទី3មានកាមេរ៉ាសុវត្ថិភាពមួយនៅក្រោមកង់ក្រោយខាងស្ដាំរបស់រថយន្តនោះផងដែរតើអ្នកដឹងដោយរបៀបណាឈីនហ្វេងតើអ្នកជានរណានៅទីក្រុងប៉េកាំងខ្ញុំបានបង្កើតទម្លាប់មើលជុំវិញមុនពេលចូលហាងខ្ញុំមើលមេឃដីនិងជ្រុងនានាហើយខ្ញុំឃើញអាហារទាំងអស់ពួកគេមករកគ្រួសារស៊ូយោឆនឧបករណ៍ឧស្សាហកម្មមិនមែនជារបស់ធម្មតាទេប្រសិនបើខ្ញុំជាអ្នកខ្ញុំនឹងលាក់ខ្លួននៅយប់នេះរក្សាគម្លាតសុវត្ថិភាពដើម្បីកុំឲ្យបាត់បង់ជីវិតប្រសិនបើអ្នកមិនការពារខ្លួនឯងខ្ញុំជាអ្នកល្បាតដ៏រឹងមាំបំផុតរបស់បងបៃនៅក្នុងទីក្រុងជៀងហៃអស់រយៈពេល3ឆ្នាំកន្លងមកនេះតើអ្នកគិតថាខ្ញុំខ្លាចគាត់ទេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំដែលជាអ្នកយាមសន្តិសុខអាចត្រឡប់ទៅផ្ទះវិញហើយគេងលក់ស្រួលហើយនេះរសជាតិខុសហើយមានអ្នកណាម្នាក់បានបំពោវាស៊ូឈីងយ៉ាងអ្នកសុខសប្បាយជាទេបងថ្លៃរបស់អ្នកពិតជាអស្ចារ្យណាស់ថ្ងៃនេះឬប្រហែលជាខ្ញុំគួរតែឲ្យគាត់ប្រាប់ខ្ញុំពីរឿងរ៉ាវរបស់គាត់នៅទីក្រុងប៉េកាំងហេតុអ្វីបានជាខ្ញុំស្រាប់តែមានអារម្មណ៍ទន់ខ្សោយម្ល៉េះស៊ូស៊ីនយ៉ាងបងថ្លៃខ្ញុំស្រាប់តែមានអារម្មណ៍វិលមុខខ្លាំងណាស់ពេលកំពុងងូតទឹកពិតណាស់គាត់ត្រូវបានគេបំពោលហើយពួកគេបានដោះលែងខ្ញុំនឹងផ្ដល់ថ្នាំបន្សាបដល់អ្នកជាមុនសិនឈីនហ្វេងអ្នកនៅទីនេះត្រូវធ្វើអ្វីឈីនហ្វេងសັບត្រឆានឯងចង់ធ្វើអ្វីដាក់អូនស្រីខ្ញុំចេញឲ្យលឿនតើអ្នកនិយាយអ្វីតើខ្ញុំនិយាយត្រូវទេអ្នកបានបំផ្លាញប្អូនស្រីរបស់ខ្ញុំហើយបន្ទាប់មកបានប្រាប់ខ្ញុំឲ្យចាក់ចេញអ្នកលែងខ្ញុំហើយហេតុអ្វីបានជាអ្នកនៅតែដកដង្ហើមវែងមានអ្វីមួយខុសប្រក្រតីនៅក្នុងផ្ទះនេះអ្នកត្រូវចេញទៅក្រៅជាបន្ទាន់កាន់តែឆាប់កាន់តែល្អខ្ញុំនឹងមិនលេងល្បិចទាំងនេះទេបើខ្ញុំចេញទៅក្រៅតើអ្នកអាចធ្វើអ្វីខ្ញុំបានអ្នកក៏មិនអាចធ្វើបាបខ្ញុំដែរមែនទេនោះមិនត្រឹមត្រូវទេហេតុអ្វីបានជាអ្នករត់គេចខ្លួនរហូតមកដល់ពេលនេះមើលខ្ញុំប្រាប់ឯងឲ្យចេញទៅហើយឥឡូវនេះមើលមានអ្វីកើតឡើងបងថ្លៃកុំប៉ះប្អូនស្រីខ្ញុំលែងវាទៅហើយកុំរើអីយើងកំពុងឲ្យថ្នាំបន្សាបអ្នកជាសំណាងល្អអ្នកគ្រាន់តែសន្លប់ហើយមិនស្ថិតក្នុងគ្រោះថ្នាក់ភ្លាមទេដោយការរំពឹងទុកអ្នកនៅទីនេះហើយកុំរើអីទុកឲ្យខ្ញុំមិនអីទេខ្ញុំនឹងផ្ដល់ឱកាសនេះឲ្យអ្នកទាមទារកិត្តិយសប៉ុន្តែប្រសិនបើអ្នកមិនអាចឈ្នះកុំយំអីតើខ្ញុំដែលជាបងបៃដ៏ខ្លាំងពូកែមិនអាចកម្ចាត់ឃាតករបានដោយរបៀបណាតាមដានឲ្យច្បាស់
យប់នេះខ្ញុំនឹងបង្ហាញអ្នកពីអំណាចពិតរបស់បេសកជនពិសេសដ៏ល្បីល្បាញមកពីស្ថានីយ៍ប៉ូលីសឃើញទេខ្ញុំមិនមែនគ្រាន់តែអត់អន់ឲ្យអ្នកកាលពីលើកមុនសម្រាប់កម្មវិធីនោះទេការដកប្រាក់រត់ដោយប្រុងប្រយ័ត្នយន្តហោះពលឲ្យចេញពីទីនេះទៅពួកគេពិតជាមានផែនការបម្រុងមែនកុំបន្ទោសខ្ញុំអីអូទេខ្ញុំក៏ពលដែរហាទីបំផុតវាមកដល់ហើយភារកិច្ចដែលខ្ញុំទទួលបានគឺគ្រាន់តែគាត់មិននឹកស្មានថាឈូសៅនឹងយកជីវិតរបស់បងប្អូនស្រីទាំងពីរនាក់របស់ស៊ូនោះទេគូស្នេហ៍ដ៏ងប់ងល់នោះពិតជាបានលងស្នេហ៍នឹងម្សៅមាសទុនដែលខ្ញុំផលិតដោយសម្ងាត់មែនពិតជាគួរឲ្យភ្ញាក់ផ្អើលមែនគួរឲ្យអាណិតណាស់ដែលមានមុខមាត់សង្ហានិងរាងកាយដ៏សង្ហាបែបនេះការប្រើប្រាស់អ្នកដើម្បីផ្គប់ចិត្តនឹងជាការខាតបង់យ៉ាងធ្ងន់ធ្ងរបញ្ចូលប្រាក់របស់អ្នកគួរឲ្យចាប់អារម្មណ៍ណាស់អ្នកមិនត្រូវបានបំពុលទេនេះរបៀបវាមិនអាចទៅរួចទេដែលខ្ញុំត្រូវទទួលស្គាល់ថាម្សៅមាសទុនដែលផលិតជាពិសេសរបស់អ្នកក៏មានផ្ទុកគ្រឿងផ្សំមកពីខេត្តយូណានផងដែរលំអងផ្ការបស់ស្មៅស៊ើពិតជាមានគុណសម្បត្តិខ្លះមែនសូម្បីតែសម្រាប់អ្នកអនុវត្តក្បាច់គុណក៏ដោយសូមប្រយ័ត្នសូម្បីតែការហឺតតែមួយដងក៏អាចធ្វើឲ្យអ្នកដេកលក់បានកន្លះថ្ងៃដែរខ្ញុំត្រូវបង្ខំចិត្តធំក្លិនរបស់នេះអស់រយៈពេល10ឆ្នាំកាលពីខ្ញុំនៅក្មេងហេតុអ្វីបានជាអ្នកសុខសប្បាយតើអ្នកអាចធ្វើវាបានដោយរបៀបណាខ្ញុំមានតែប្អូនស្រីតូចឲ្យឯងទៅណាខ្ញុំជាមនុស្សម្នាក់ដែលបានវាចេញពីឃ្លាំងថ្នាំពុល10000របស់ខេត្តយូណានរបៀបចង់ប្រយុទ្ធទេលោកខេនពិតជាមានចរិតគួរឲ្យខ្លាចនិងគួរឲ្យខ្លាចមែនគាត់ថែមទាំងហ៊ានស្នើឲ្យប្រយុទ្ធទៀតផងអូខ្ញុំមិនចេះក្បាច់គុណអ្វីទេបើអ្នកចង់សម្លាប់ឬសម្លាប់នរណាម្នាក់អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើជាមួយខ្ញុំបានតើយើងអាចឈប់និយាយមិនច្បាស់លាស់បែបនេះហើយទៅត្រង់ទៅលំនៅឋានរបស់ស៊ូបានទេមើលនេះទៅវាគួរឲ្យខ្លាចណាស់បើលោកប្រធានាធិបតីស៊ូដឹងគាត់ប្រហែលជានឹងកាត់ខ្ញុំជាពីរកំណាត់តោះឆ្លោះគ្នាទៅប៉ុន្តែពួកគេបានសន្សំប្រាក់គ្រប់គ្រាន់ដើម្បីចែកចង់ជាមួយអ្នករួចហើយលោកឈិនបរោះសក់ពណ៌ទង់ដែងពីរនាក់នោះនៅផ្ទះរបស់ស៊ូតើមានអ្វីអស្ចារ្យអំពីនារីម្នាក់នោះនាងឆោតល្ងងគួរឲ្យធុញនឹងពោពេញដោយបញ្ហាហេតុអ្វីមិនចែករំលែកសុភមង្គលជាមួយខ្ញុំឥតខ្មាស់អៀននៅទីនេះមើលទៅស្អាតណាស់ប៉ុន្តែមានមនុស្សច្រើនពេកហើយមានការចាប់អារម្មណ៍ច្រើនពេកប្រហែលជាយើងគួរតែទៅកន្លែងផ្សេងឈិនហ្វេងឈប់នៅត្រង់ហ្នឹងប៉ុណ្ណឹងហើយដូច្នេះតើយើងនឹងជួបគ្នានៅពេលណាតើអ្នកនឹងចាប់ផ្ដើមស្ដាប់នៅពេលណាការតែងតាំងលោកខេនខ្ញុំស្លាប់តិចស្រីស្អាតណាស់អ្នកមានល្បិចកលណាស់អ្នកនិយាយច្រើនតែអំពីវិបុលភាពនិងសុភមង្គលរួមដូច្នេះអ្នកចង់បញ្ជូនខ្ញុំទៅពិភពក្រោមដីប្រញាប់ឡើងហើយប្រើល្បិចអ្វីក៏ដោយដែលអ្នកមានអ្នកហ៊ានធ្វើពុតជាខ្ញុំល្ងងមែនទេតើមានអ្វីផ្សេងទៀតទេបើខ្ញុំយល់ហើយវាដល់វេនខ្ញុំហើយងុយគេងហើយត្រឡប់ទៅសម្រាកទៅចុះផ្លូវមួយនោះវិញជាពលគួរតែថយចុះអស់ហើយលោកឈិនសូមលោកទទួលខ្ញុំជាកូនសិស្សផងមិនមែនទេអ្នកលោកគ្រូវិជ្ជាគុណលោកគ្រូកាលពីមិញពិតជាអស្ចារ្យណាស់អាវុធសម្ងាត់ដែលហោះមកនោះដូចជាក្របភ្លៀងអញ្ចឹងលោកមិនព្រិចភ្នែកសំបីតែបន្តិចខ្ញុំទទួលស្គាល់ថាលោកពិតជាខ្លាំងមែនចុះមួយទៀតតើនៅកន្លែងណាដែរលោកជួយលែងដៃខ្ញុំសិនបានទេខ្ញុំមិនលែងទេសូមអង្វរលោកគ្រូខ្ញុំអាចជួយឆុងតែដងទឹកឲ្យលោកគ្រូបានបោកខោអាវបត់ភួយក៏បានដែរខ្ញុំអាចមើលថែលោកគ្រូបានគ្រប់ពេលបង្រៀនខ្ញុំទៅលោកគ្រូលែងដៃសិនខ្ញុំមិនព្រមលែងទេលោកគ្រូត្រូវតែព្រមទទួលខ្ញុំសិនរហូតដល់ព្រឹកស្អែកជាតិពោទាំង3នោះស្ទើរតែអស់ហើយឈិនវឹងឲ្យខ្ញុំមកឈិនវឹងកុំធ្វើបែបនេះមិនមែនទេចុះយប់នេះខ្ញុំត្រូវដេកឯណាចុះបើដេកកណ្ដាលទៅអ្នកឯងញើទេពួកគេមិញនេះហាក់ដូចជាខ្លាំងខ្លាណាស់ណាក្មេងកម្លាំងខ្លាំងវាបែបនឹងឯងសង្ឃឹមថាខេនវែងនិងខេងយើងនឹងខំប្រឹងឆាប់ផ្ដល់ចៅប្រុសថតឲ្យយើងឆាប់ត្រកូលសុរបស់យើងក៏ចាត់ទុកថាមានអ្នកបន្តវេនហើយពិតមែនហើយមិនត្រឹមត្រូវទេខ្ញុំហៅអ្វីថាខេនវែងឯងនេះអ្នកទាំងពីរធ្វើអ្វីខ្លះនឹកមិនឃើញសោះខ្ញុំស្ពតដោយចិត្តស្មោះត្រង់ណាអ្នកទាំងពីរ
យកមិញពោលឆ្នាំទើបសន្លប់បាត់ស្មារតីក៏ខ្ញុំនេះហើយជាអ្នកដោះពីស្អុយអ្នកទាំងពីរខ្ញុំសំបីតែគ្មានកន្លែងដេកនៅដេកក្បែរចុងជើងគ្រែមួយយប់ពេញខ្ញុំមិនចង់និយាយពីអ្នកទាំងពីរទេចុះហេតុអ្វីខោអាវពួកយើងរញ៉េញ៉ៃម្លេះអរិយាបថដេករបស់ពួកអ្នកឯងក្លាហានសួរទៀតហោះដេកអីក៏រមៀលចុះរមៀលឡើងម្លេះភួយក៏ដណ្ដើមយកទៅបាត់អស់ញ៉ាំបាយញ៉ាំទៅអ្នកនាងទាំងពីរបងថ្លៃជើងបង្គានេះឈ្ងុយណាស់សម្បកក៏ស្ដាងដែរតើធ្វើដោយរបៀបណាទៅសាច់គោនេះទន់រលោងឆ្ងាញ់ជាងចុងភៅដែលប៉ាធ្លាប់ជួលមកទៀតខិនវែងដៃរបស់អ្នកពិតជាមិនអន់សោះច្បាស់ហើយការនៅពេលកាំងការរស់រានក្នុងព្រៃគឺជាជំនាញមូលដ្ឋានសំបីតែរស់ស្មៅក៏ខ្ញុំធ្លាប់ញ៉ាំដែរពិតណាស់ត្រូវតែចេះគិតចេះច្នៃទើបអាចធ្វើម្ហូបពីគ្រឿងផ្សំដែលមានកំណត់ឲ្យឆ្ងាញ់បានខិនវែងគុំស្មានថាធ្វើអាហារពេលព្រឹកឲ្យញ៉ាំហើយរឿងកាលពីយប់មិញនឹងចប់ឲ្យសោះអ្នកត្រូវតែទទួលខុសត្រូវលើខ្ញុំបងនិយាយត្រូវហើយអ្នកក៏ត្រូវតែទទួលខុសត្រូវលើខ្ញុំដែរខ្ញុំមិនទាន់ទាំងធ្លាប់មានសង្សារផងបើរឿងកាលពីយប់មិញបែកធ្លាយចឹងទៅកេរ្តិ៍ឈ្មោះខ្ញុំនឹងខូចអស់ហើយលើកនេះត្រូវទទួលខុសត្រូវពីអ្នកតើកម្រិតពិបាកវាមិនខ្ពស់ពេកទេអ្នកកំពុងគិតស្អីហ្នឹងនរណាចង់ឲ្យអ្នកទទួលខុសត្រូវបែបនោះទៅយ៉ាងណាក៏ដោយបងថ្លៃអ្នកមិនអាចធ្វើដូចជាគ្មានរឿងអ្វីកើតឡើងបានទេទៅរួចទៅបរាជ័យទៀតហើយអាពើវឹងអាត្រឆាននេះហ៊ានមានស្រីកំដរឆ្វេងស្ដាំស៊ូឈីងយីងស៊ូសៀវយូពួកឯងឆាប់នេះនឹងក្លាយជារបស់អញមិនខានលោកប៉ាផឹងជូធ្វើការខុសហើយរបួសធ្ងន់ណាស់ត្រូវអាបាយចាប់ខ្លួនបានហើយកូនបានចាត់ការមនុស្សឲ្យទៅដោះស្រាយវាស្អាតបាត់អស់ហើយផឹងជូស្លាប់ហើយយាយយូក៏ស្លាប់ដែរលៃប៉ាវក៏ពិការទៅទៀតអាឈូអើយហេតុអ្វីបានជាប៉ាមានកូនដែលគ្មានប្រយោជន៍ដូចជាឯងទៅវិញលោកប៉ាកូនមិនមែនកូនគ្មានសមត្ថភាពទេគឺអាពើវឹងនោះវាចម្លែកពេកកូនទៅស៊ើបការសំបីតែមុខវាក៏មិនបានឃើញផងគឺត្រកូលឈូរបស់ប៉ាមិនចិញ្ចឹមកាកសំណល់ទេឯងចូលទៅចាត់ការខ្លួនឯងឲ្យស្អាតបាត់ទៅកុំឲ្យប៉ាចេញដៃឲ្យសោះពុកតើថ្ងៃនេះកូនត្រូវតែស្លាប់មែនទេកូនមិនមែនគ្មានតម្រុយអ្វីសោះនោះទេពុកកូនស៊ើបដឹងហើយខិនវែងគេនេះជាប់ពាក់ព័ន្ធនឹងរឿងកាលពី5ឆ្នាំមុនរឿងដែលត្រកូលថេននៅជេងហេត្រូវគេកំទេចចោលទាំងពូជនោះកូនថាអ្វីណាគេជាអ្នកបន្តពូជរបស់ត្រកូលថេនមែនទេមែនហើយពុកអ្នកបន្តពូជរបស់ត្រកូលថេនមិនទាន់ស្លាប់អស់ទេថែមទាំងត្រឡប់មកវិញទៀតបើពួកចាស់ទាំងនោះដឹងរឿងនេះតើនឹងមានមនុស្សប៉ុន្មានអ្នកដែលដេកមិនលក់តើនឹងមានមនុស្សប៉ុន្មានអ្នកដែលត្រូវវិនាសហិនហោចគ្រួសារពិតមែនហើយពុកដូច្នេះយើងត្រូវតែឆាប់ចាត់ការកូនដឹងទេថាហេតុអ្វីបានជាពុកឲ្យតម្លៃខេងបេងខ្លាំងម្ល៉េះហើយត្រូវតែឲ្យត្រកូលឈឺឡើងកាន់តំណែងជាមេដឹកនាំខេងបេងតម្លៃពិតប្រាកដរបស់ខេងបេងគឺស្ថិតនៅលើអង្គការដែលនៅពីក្រោយវាខេនឡងឆៃឡងមានអំណាចខ្លាំងក្លាណាស់ធនធាននិងទំនាក់ទំនងដែលគាត់មានគឺលើសពីអ្វីដែលអ្នកនឹកស្មានដល់ទៅទៀតហើយឆៃឡងស្ដាប់បង្គាប់តែមនុស្សមួយចំនួននៅថ្នាក់ខ្ពស់បំផុតនៃនងវេប៉ុណ្ណោះនៅពីក្រោយពួកគេគឺបុគ្គលដែលគេហៅថានងឆៅនោះឯងនងឆៅអ្នកណាដែលគ្រប់គ្រងថេងបេងបានហើយឡើងកាន់តំណែងជាមេដឹកនាំអ្នកនោះនឹងមានឱកាសទទួលបានសិទ្ធិចូលទៅក្នុងឆៃឡងនោះហើយទើបជាទ្វារនៃអំណាចពិតប្រាកដគួរឲ្យស្ដាយណាស់ដែលអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងពេកប៉ុន្តែរឿងទាំងនេះមិនសំខាន់ទៀតទេក្នុងពេលដែលថេនវែងក្លាយជាឧបសគ្គក្នុងការចូលទៅឆៃឡងរបស់ខ្ញុំហើយថែមទាំងពាក់ព័ន្ធនឹងត្រកូលថេនទៀតនោះខ្ញុំមិនអាចទុកគេឲ្យនៅបន្តទៀតបានទេខ្ញុំនឹងដោះស្រាយជាមួយគេដោយផ្ទាល់អ្នកទៅចុះលោកស្រីស៊ឺទិញភាគហ៊ុនរបស់ Ford Chip ទៅជឿខ្ញុំចុះមិនខុសទេខ្ញុំទើបតែរៀនចប់ពីក្រៅប្រទេសមកណាគ្រូរបស់ខ្ញុំនៅ Stanford ក៏ស្ថិតក្នុងក្រុមប្រឹក្សាភិបាលរបស់ពួកគេដែរប្រភពព័ត៌មាននេះទុកចិត្តបានខ្លាំងណាស់ថ្ងៃនេះពួកគេនឹងមានការបំបែកកំណត់ត្រាផ្នែកបច្ចេកវិទ្យាដ៏ធំមួយតម្លៃភាគហ៊ុននឹងកើនឡើងយ៉ាងហោចណាស់3ដងលោកស៊ូលោកទិញចូលទាំងអស់ទាំង80លាននេះឥឡូវនេះទៅសប្តាហ៍ក្រោយខ្ញុំធានាថាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកនឹងកើនដល់ចំនួននេះកុំបារម្ភអីវាមិនមែនជារឿងបំភ្លើសទេពិតណាស់របៀបលេងបែបស្រុកស្រែចម្ការនៅទីនេះគឺហួសសម័យតាំងពីពេលដែលគេមានការបំបែកកំណត់ត្រានៅបរទេសម្កម្លេះជឿខ្ញុំចុះខ្ញុំធានាថាពួកលោកនឹងចំណេញលោក David ខ្ញុំត្រូវការពិនិត្យរបាយការណ៍គ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន Ford Chip ម្ដងទៀតលោកស៊ូឱកាសមិនរងចាំអ្នកណាទេលបឿនហិរញ្ញវត្ថុនៅ Wall Street ពួកលោកដែលជាសហគ្រិនក្នុងស្រុកប្រហែលជាមិនទាន់សាំទេជឿខ្ញុំចុះពេលខ្ញុំនៅក្រុមហ៊ុន Goldman Sachs Ford Chip ហើយភាគហ៊ុនស្អុយនេះមើលវាធ្វើអីទៀតលុយ80លានបោះចោលក្នុងទឹកក៏យ៉ាងហោចណាស់នៅសូផ្លាច់ដែរនេះគឺជាអូគាត់ជាសន្តិសុខក្រុមហ៊ុនយើងឈិនហ្វឹងចំណែកនេះគឺដៃវៃឈឿន
ជាទីប្រឹក្សាវិនិយោគដែលទើបត្រឡប់មកពី Wall Street សន្តិសុខហារឿងដែលពួកយើងកំពុងពិភាក្សាគ្នាពេលនេះគឺជាការសម្រេចចិត្តវិនិយោគកម្រិត$80 លានណាមនុស្សមិនពាក់ព័ន្ធតើមិនគួរចេញទៅក្រៅទេបន្ទះ Chip Ford គ្រាន់តែជាការបង់ពន្ធលើភាពល្ងងខ្លៅប៉ុណ្ណោះរឿងបច្ចេកវិទ្យាជឿនលឿនអ្វីនោះសុទ្ធតែជារឿងឥតប្រយោជន៍គ្រាន់តែជាការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញម៉ាស៊ីនផលិតបន្ទះ Chip មួយតែគេបោះបង់ចោលតាំងពី3ឆ្នាំមុនដើម្បីបោកបញ្ឆោតពួកល្ងងនៅបរទេសប៉ុណ្ណោះបងថ្លៃរឿងនេះអ្នកក៏ដឹងដែរឬអ្នកគ្រាន់តែជាសន្តិសុខចេះមើលក្រាហ្វភាគហ៊ុនដែរឬបានជាហ៊ាននិយាយអួតអាងនៅទីនេះល្អប៉ះអ្នកពូកែអ្នករើសមកអ្នកឲ្យលោកស្រីស៊ូទិញមកបើអ្នកចររកលុយបានខ្ញុំនឹងលាលែងពីតំណែងភ្លាមខ្ញុំរើសក៏រើសទៅឈិនវឹងអ្នកចេះរឿងភាគហ៊ុនពិតមែនឬក៏មិនខុសពីការទៅទិញបន្លែនៅផ្សារប៉ុន្មានដែរតើវាអាចដូចគ្នាបានយ៉ាងម៉េចទៅធានវែងខ្ញុំជឿលើអ្នកក្នុងកាត់ខ្ញុំនៅសល់លុយជាង7លានទៀតធម្មតាខ្ញុំមិនចេះគ្រប់គ្រងលុយកាក់ទេអ្នកជួយទិញឲ្យខ្ញុំទៅបើចំណេញទុកឲ្យអ្នកបើខាត់ខ្ញុំជាអ្នកទទួលខុសត្រូវឈៀវយកកុំលេងសើចអីចឹងទិញអាមួយនេះទៅទិញឲ្យអស់លុយតែម្ដងពិតជាឈួតមែនលុយជាង7លានប្រគល់ឲ្យសន្តិសុខម្នាក់ហើយថែមទាំងទិញឲ្យអស់ទៀតកញ្ញាទី2ឲ្យខ្ញុំឃើញលុយចាយលេងរបស់អ្នកនេះខ្លាចក្រែងតែខាតបងអស់រលីងហើយវាឡើងថ្លៃហើយក្រុមហ៊ុន Horong Manufacturingរោងចក្រផលិតគ្រឿងម៉ាស៊ីនដែលជិតផ្សាយធនមួយកាលពីឆ្នាំមុនប្រាក់ចំណេញសុទ្ធធ្លាក់ចុះ80ចិត្តស្លាប់ទៅហើយទោះបីជាវាឡើងថ្លៃក៏វានឹងធ្លាក់ចុះមកវិញភ្លាមដែរភាគហ៊ុនសម្រាប់បែបនេះសូម្បីតែឆ្កែក៏មិនទិញដែរវាឡើងហើយវាឡើងទៀតហើយឥឡូវនេះវាឡើងដល់18ហើយវានៅតែបន្តឡើងទៀតមិនអាចទៅរួចទេវាឡើងដល់កម្រិតកំណត់ហើយបងថ្លៃលុយជាង7លានរបស់ខ្ញុំបានខ្លាយជា10លានបាត់ទៅហើយយេលឿនម្លេះភាគហ៊ុនមួយនេះស្អែកនឹងឡើងថ្លៃទៀតប៉ុន្តែអ្នកលក់វាចេញសិនទៅខ្ញុំនឹងជួយអ្នកទិញរបស់ផ្សេងទៀតចាទិញអាមួយនេះឥឡូវនេះវាឡើងថ្លៃដល់កម្រិតកំណត់ហើយព្រះអើយឥឡូវនេះខ្ញុំមានលុយជាង10លានការរកស៊ីតូចតាចបែបនេះមិនគួរឲ្យចាប់អារម្មណ៍ទេចាំខ្ញុំប្រាប់អ្នកពីរបៀបវិនិយោគឲ្យលុយ10លានរបស់អ្នកខ្លាយទៅជា100លានតើវាអាចទៅរួចដោយរបៀបណាអីយ៉ាក្រុមហ៊ុន Hit Chip កំពុងទុះរឿងអាស្រូវច្បោកភាគហ៊ុនធ្លាក់ថ្លៃយ៉ាងគំហុកប្រកាសដកខ្លួនចេញពីទីផ្សារភាគហ៊ុនទ្រព្យសម្បត្តិរបស់ខ្ញុំខាតបង់អស់រលីងហើយព័ត៌មានផ្ទៃក្នុងបែបនេះតើគាត់ដឹងបានយ៉ាងម៉េចលោកគ្រូឈីនមិញនេះអ្នកនិយាយថាខ្ញុំខុសខ្ញុំមិនមែនជាថៃសានជារៀងរហូតទេចុះបើខ្ញុំទិញភាគហ៊ុនរបស់អ្នកវិញទោះបីខ្ញុំត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ក៏ខ្ញុំទិញដែរមិញនេះមិនមែនមានអ្នកខ្លះនិយាយថាភាគហ៊ុនសម្រាប់បែបនេះទេសូម្បីតែឆ្កែក៏មិនទិញដែរទេគេថាសូម្បីតែឆ្កែក៏មិនទិញដែរតែខ្ញុំទិញទាំងអស់សុំអង្វរប្រាប់ខ្ញុំមកអាមនុស្សអាប់អនគេវីឈិនចេញទៅឲ្យឆ្ងាយពីទីនេះអ្នកត្រូវបានបណ្ដេញចេញហើយអាមនុស្សអាប់អនគេវីឈិនចេញទៅឲ្យឆ្ងាយពីទីនេះបងថ្លៃអ្នកពិតជាអស្ចារ្យមែនមិននឹកស្មានថាអ្នកចេះលេងហ៊ុនទៀតហើយអ្វីបានជាអ្នកចេះគ្រប់យ៉ាងបែបនេះថែមទាំងវាយតបខ្លាំងទៀតរឿងប៉ុណ្ណឹងសោះខ្ញុំបានប្រាប់ហើយតើការលេងហ៊ុនក៏មិនខុសពីការទិញម្ហូបប៉ុន្មានដែរខ្ញុំនៅមានសមត្ថភាពច្រើនជាងនេះទៀតបងថ្លៃហត់នឿយហើយចាំខ្ញុំម៉ាស្សាស្មាឲ្យបងថ្លៃណាបងថ្លៃបងស្រីខ្ញុំតែងតែសរសើរខ្ញុំមែនទេមើលទៅបងចេះគ្រប់យ៉ាងមែនខ្សែសង្វាក់ទំនុកចិត្តរបស់ Kenya Group ពេលនេះមានស្ថិរភាពហើយប៉ុន្តែបើខ្ញុំចង់ឲ្យក្រុមហ៊ុនរីកចម្រើនជាងនេះទៀតសាកល្បងប្រគល់លុយរបស់ក្រុមហ៊ុនឲ្យគាត់គ្រប់គ្រងទៅប៉ុន្តែហាក់ដូចជាប្រថុយប្រឋានបន្តិចហើយយើងគ្រាន់តែជាប្តីប្រពន្ធតាមកិច្ចសន្យាប៉ុណ្ណោះមិនមែនជាបងស្រីបងកំពុងគិតអ្វីហ្នឹងតើមានអ្នកណាកំពុងនឹកខ្ញុំមែនទេឬមួយក៏កំពុងរំលឹកឈ្មោះខ្ញុំជួយខ្ញុំផង Thank youអ្នកក៏មកទារបំណុលដែរមែនទេបងថ្លៃមានការបន្ទាន់បន្តិចខ្ញុំត្រូវចេញទៅក្រៅមួយផ្លែតធានខនជួយស៊ើបមនុស្សម្នាក់ឲ្យខ្ញុំផង Thank you អ្នកសម្របសម្រួលទីផ្សារងឹតនៅទីក្រុងជេងហេផ្ញើទីតាំងមកទូរស័ព្ទខ្ញុំចៅហ្វាយខ្ញុំនឹងប្រើប្រព័ន្ធឆែឡងឆែញៀនភ្លាមនឹងផ្ញើទីតាំងជូនលោកភ្លាមតើត្រូវការឲ្យខ្ញុំចាត់មនុស្សទៅដោះស្រាយទេលោក Kin Con ខ្ញុំរងចាំទទួលបញ្ជាគ្រប់ពេលវេលាមិនបាច់ទេរឿងតូចតែទេខ្ញុំដោះស្រាយខ្លួនឯងបានលឿនម្លេះមានអ្នកតាមពីក្រោយមកដល់ហើយមើលទៅពួកគេមកដើម្បីខ្ញុំមែនទេបានតើអីចឹងខ្ញុំនឹងលេងជាមួយអ្នកលាហើយណាជូនដំណឹងទៅពួកគេគោលដៅក៏ចូលអន្ទាក់ដែរឆ្ពោះទៅរោងចក្រយន្តហោះនៅទីនេះមែនទេពិតមែនហើយ
ចេញមកហ៊ានប្រើល្បិចបែបនេះដើម្បីតាក់ខ្ញុំមកចុះហេតុអ្វីនៅលាក់មុខលាក់មាត់ទៀតល្ខោនខាងក្នុងខាងក្រៅគួរឲ្យចាប់អារម្មណ៍ណាស់ប្រើដល់កម្ពុជាអ្នកក្បាច់គុណ3អ្នកមកសម្ដែងរៀបចំធំដុំណាស់មិនអន់ទេល្អជាងពួកកំពេចកំពុកនៅក្រុមថេងបែងច្រើនប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេទៅបើវាមិនឈ្នះត្រូវដកថយអ្នកមិនអីទេរត់ទៅថេនវែងរត់ទៅសារសុំជំនួយនោះមិនមែនខ្ញុំជាអ្នកផ្ញើទេគោលដៅរបស់ពួកគេគឺអ្នកនៅទីនេះមានក្របបែកវាចិត្តផ្ទុះហើយអ្នកទៅចោះពួកគេនៅក្នុងរោងចក្រសគ្រប់ដើមសុទ្ធតែត្រូវបានដាក់ក្របបែកនៅសល់តែ10វិនាទីទៀតទេ10វិនាទីទៀតវានឹងផ្ទុះទាំងអស់ជើងរបស់ខ្ញុំបាក់តាំងពីពេលគេនាំមកទីនេះខ្ញុំក្រោកឈរលេងរួចហើយរត់ទៅអ្នកនៅសល់ពេលតែ10វិនាទីប៉ុណ្ណោះ10វិនាទីគ្រប់គ្រាន់ហើយខេនវែងគូប្រកួតរបស់អ្នកគឺខ្ញុំថ្ងៃនេះសូមឲ្យយើងស្លាប់នៅទីនេះជាមួយគ្នាទៅចុះហា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 ចេញទៅថ្ងៃនេះខ្ញុំហត់ណាស់មិនចង់វាតបទៀតទេឈប់ធ្វើបាបអ្នកអតីតទៅអ្នកទាំងអស់គ្នាបានស្លាប់អស់ហើយខេនវែងថ្ងៃនេះឯងត្រូវតែស្លាប់ចង់ស្លាប់មែនទេបើចង់ស្លាប់ក៏ទៅចុះទៅជាន់លើពុកចម្រុះពណ៌Long Show តាមរយៈសញ្ញាដែលសេះសល់ពីក្របបែកយើងបានតាមដានរហូតដល់កំណត់បានថាជាតកូលឈីការសន្និដ្ឋានបឋមអ្នកដែលរៀបចំអន្ទាក់លើកនេះគឺកូនប្រុសតកូលឈីដែលមានឈ្មោះថាឈីយ៉ាន់ឈួនត្រឹមខួរជ្រូកដូចវាតើអាចគេអ្នកជំនាញទាំង3អ្នកនោះមកបានដោយរបៀបណាហើយថែមទាំងរៀបចំអន្ទាក់សម្រាប់ជាបន្តបែបនេះទៀតនៅពីក្រោយវាប្រកាសជាមានអ្នកផ្សេងទៀតបាទលោកម្ចាស់ខ្ញុំនឹងទៅស៊ើបអង្កេតភ្លាមចាំសិនក្នុងពេលស៊ើបអង្កេតបានរកឃើញថាប៉ុន្មានឆ្នាំមកនេះតកូលឈីបាននួចតាក់ទងនឹងរឿងកាលពី5ឆ្នាំមុនតាក់ទងនឹងឯកសារសម្ងាត់របស់ក្រុមហ៊ុនថេនឡងឆៅរឿងរ៉ាវតកូលរបស់អ្នកកាលពីមុនប្រហែលជាមានពាក់ព័ន្ធនឹងតកូលឈីមែនទេបើអញ្ចឹងខ្ញុំកាន់តែមិនអាចទុកឲ្យគេរួចខ្លួនបានទេខ្ញុំចាំបានថាថ្ងៃស្អែកជាថ្ងៃប្រជុំធំរៀងរាល់5ឆ្នាំម្ដងរបស់ក្រុមថេងបែងមែនហើយប៉ុន្តែតាមពិតក្រុមថេងបែងស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រាប់លោកចង់ឲ្យអ្នកណាធ្វើជាមេក្រុមគ្រាន់តែលោកបញ្ជាមកគឺចប់ហើយអញ្ចឹងវាមិនសប្បាយទេតើតំណែងមេក្រុមថេងបែងនេះត្រកូលឈីគ្មានសិទ្ធិអង្គុយទេក្នុងនៅពេលគេចង់បានខ្លាំងម្លេះខ្ញុំនឹងមិនឲ្យគេបានសម្រេចឡើយបងថ្លៃភាគហ៊ុនប៉ុន្មានដែលបងណែនាំឲ្យខ្ញុំថ្ងៃនេះឡើងថ្លៃទាំងអស់ខ្លាំងមែនទែនបងមកញ៉ាំផ្លែឈើទៅឈៀវយកថ្ងៃស្អែកបងថ្លៃនឹងនាំអូនទៅមើលរឿងសប្បាយមួយគេជ្រើសរើសមេក្រុមថេងបែងហើយមានការប្រកួតលើសង្វៀនទៀតធានាថាជក់ចិត្តដាច់ខាតស្ដាប់ទៅរំភើបណាស់ខ្ញុំទៅបងថ្លៃបងមិនមែនចង់ឡើងសង្វៀនប្រកួតមែនទេខ្ញុំមិនឡើងប្រកួតទេពិតណាស់ថ្ងៃមានតែវាយតបគ្នាមិនឃើញមានអ្វីសប្បាយផងប៉ុន្តែមានរឿងសប្បាយឲ្យអូនមើលច្រើនណាស់និយាយអញ្ចឹងបងថ្លៃបងស្រីខ្ញុំប្រហែលជាមិនមកញ៉ាំបាយល្ងាចនៅផ្ទះទេគាត់ទៅធ្វើបទបង្ហាញនៅសាលាពាណិជ្ជកម្មជាងហេបទបង្ហាញហ្នឹងមែនហើយខ្ញុំមើលថាគេបានអញ្ជើញសាស្ត្រាចារ្យភ្ញៀវម្នាក់មកពីក្រៅដែរឈ្មោះ Chen Yuan គាត់តាមចែចង់បងស្រីខ្ញុំខ្លាំងណាស់ទាំងផ្ញើផ្កាឲ្យទាំងអញ្ជើញទៅញ៉ាំបាយទៀតបងថ្លៃបងត្រូវតែប្រយ័ត្នឲ្យមែនទេណាអញ្ចឹងមែនទេបើអញ្ចឹងខ្ញុំត្រូវតែទៅមើលបន្តិចហើយលោកស្រីស៊ូផ្កាកូឡាពណ៌ស្រាលសម្បាញ់បាច់នេះជូនលោកស្រីទើបតែដឹកជញ្ជូនតាមយន្តហោះមកពីក្រៅប្រទេសព្រឹកមិញនេះទេអរគុណមិនបាច់ទេអីខ្ញុំលំអងផ្កាបើអញ្ចឹងចុះបើអញ្ចឹងវិញចុះបើអញ្ចឹងចាំចប់បទបង្ហាញយប់នេះខ្ញុំសូមអញ្ជើញលោកស្រីទៅញ៉ាំបាយដើម្បីសុំទោសមានភោជនីយដ្ឋាន Michelin ទើបបើកថ្មីនៅក្បែរសាលាសុំទោសផងយប់នេះខ្ញុំជាប់រវល់សូមជួយគេចផ្លូវបន្តិចមិនទៅមែនទេចាំមើលបទបង្ហាញបន្តិចទៀតទៅចាំមើលសិនទៅដូច្នេះទីដើរអភិវឌ្ឍបន្ទាប់របស់ក្រុមហ៊ុន Canyon នឹងផ្ដោតសំខាន់ទៅលើវិស័យហិរញ្ញវត្ថុអូពូកែណាស់និយាយបានល្អណាស់លោកស្រីស៊ូពិតជាខ្លាំងមែនទែនប៉ុន្តែខ្ញុំមានសំណួរតូចមួយអំពីវិស័យហិរញ្ញវត្ថុចង់សុំយោបល់បន្តិចមិនដឹងថាលោកស្រីស៊ូអាចជួយខ្ញុំបានទេបានខ្ញុំធ្លាប់ពីគេនិយាយថាលោកស្រីស៊ូធ្លាប់បានទៅរៀនជំនាញហិរញ្ញវត្ថុដ៏កំពូលនៅប្រទេសយើងអស់រយៈពេល5ឆ្នាំបញ្ហាបែបនេះប្រហែលជាមិនមែនជារឿងពិបាកសម្រាប់អ្នកទេមែនទេនេះលំហាត់នេះពិបាកខ្លាំងណាស់ហើយមានអារម្មណ៍ថាធ្លាប់ឃើញពីមុនមកដែរទោះជាធ្លាប់ឃើញនៅកន្លែងណាមួយតើលោកស្រីស៊ូត្រូវការពេលវេលាគិតមែនទេឬមួយក៏ធ្វើមិនចេញតែម្ដងអូលោកស្រីស៊ូ
សញ្ញាបត្រអនុបណ្ឌិតហិរញ្ញវត្ថុរបស់អ្នកកុំប្រាប់ថាទិញគេមកណាអ្នកកុំមកនិយាយដាលោកស្រីស៊ូតើលោកមានការបកស្រាយយ៉ាងណាចំពោះការចោទសួររបស់សាស្ត្រាចារ្យ Chen ប្រសិនបើលោកពិតជាខ្លាញ់បន្លំសញ្ញាបត្រមែននោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tenying Group អាចនឹងរងផលប៉ះពាល់យ៉ាងខ្លាំងតើលោកមានអ្វីចង់បកស្រាយទេខ្ញុំលោកនាយកសារភាពទៅចុះក៏ត្រឹមតែភាគហ៊ុនធ្លាក់ចុះប៉ុន្មានរយលានប៉ុណ្ណោះមិនមែនជារឿងធំដុំអ្វីទេរឿងនេះងាយស្រួលណាស់អ្នកគ្រាន់តែជាសន្តិសុខម្នាក់តើមានសិទ្ធិអ្វីមកនិយាយនៅទីនេះយើងកំពុងរៀបចំការបង្រៀនតើអ្នកដឹងទេចេញទៅក្រៅភ្លាម Chen Yuan ឲ្យ Chen Yuan អ្នកយកសំណួររបៀបនេះមកសាកល្បងលោកនាយកសនឹងឬមើងងាយអ្នកណាសំបីតែលោកនាយកក៏ឆ្លើយមិនចេញដែរចុះអ្នកជាសន្តិសុខម្នាក់តើអាចដឹងបានយ៉ាងម៉េចនេះមិនមែនជាសំណួរហិរញ្ញវត្ថុធម្មតាទេនេះគឺជាលំហាត់គណិតវិទ្យាហិរញ្ញវត្ថុដែលពិភពលោកទទួលស្គាល់ថាជាលំហាត់ដែលមិនទាន់មានដំណោះស្រាយក្រុមការងារជាច្រើនជុំវិញពិភពលោកកំពុងតែស្រាវជ្រាវយ៉ាងហោចណាស់ក៏ជាង10ឆ្នាំមកហើយដែរព្រះអើយមិននឹកស្មានថាត្រូវបានសន្តិសុខម្នាក់ដោះស្រាយបានសោះខ្ញុំទើបតែសួរអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុគាត់ថាត្រឹមត្រូវទាំងស្រុងលោកសាស្ត្រាចារ្យ Chen ចុះបើវាជាបញ្ហាពិបាកកម្រិតពិភពលោកមែននោះតើលោកអាចដោះស្រាយវាដោយខ្លួនឯងបានទេមែនហើយលោកយកលំហាត់នេះមកសួរលោកស្រីស៊ូនៅចំពោះមុខគេតើវាមានគោលបំណងអ្វីឲ្យប្រាកដខ្ញុំខ្ញុំក៏មិនដឹងដែរគាត់អាចដោះស្រាយបានមែនឬធិនវែងនេះវាជាបញ្ហាពិបាកកម្រិតពិភពលោកណាតើអ្នកដោះស្រាយវាដោយរបៀបណាលោកស្រីសើគុំនិយាយអីបញ្ហាពិបាកកម្រិតពិភពលោកអីនោះខ្ញុំឯណានឹងដឹងទៅខ្ញុំគ្រាន់តែជាសន្តិសុខយាមទ្វារនៅក្រុមហ៊ុន Tenying Group ម្នាក់ប៉ុណ្ណោះទំនេរក៏រៀនអានសៀវភៅនេះបន្តិចបន្តួចទៅអ្នកទាំងអស់គ្នាសូម្បីតែសន្តិសុខម្នាក់ក្នុងក្រុមហ៊ុនយើងក៏អាចដោះស្រាយបញ្ហាតូចតាចនេះបានយ៉ាងនេះដែរតើអ្នកទាំងអស់គ្នាគិតថាលោកស្រីសើដោះស្រាយមិនបានមែនទេគាត់គ្រាន់តែខ្ជិលឆ្លើយតបតែប៉ុណ្ណោះក្រុមហ៊ុន Tenying Group របស់យើងចង់ពង្រីកខ្លួនចូលក្នុងវិស័យហិរញ្ញវត្ថុបច្ចេកវិទ្យាសមត្ថភាពនេះមិនចាំបាច់សង្ស័យទៀតទេមែនទេពិតជាអស្ចារ្យណាស់ទស្សនិកជនទាំងអស់គ្នាសូមចាំទុកណាបញ្ហាហិរញ្ញវត្ថុកម្រិតពិភពលោកត្រូវបានសន្តិសុខម្នាក់ដោះស្រាយបានទៅវិញទៅផ្ទះហូបបាយសង្សារខ្ញុំអាចសង្ហាយ៉ាងនេះដោយរបៀបណាថ្ងៃនេះ Chen វិញសូមអរគុណអ្នកទាំងអស់គ្នាដែលបានទទួលសម្បត្តិអាពាហ៍ពិពាហ៍អរគុណសម្រាប់អ្វីគ្រប់យ៉ាងអូត្រូវហើយខ្ញុំនឹងនាំឆាយយូទៅថ្ងៃស្អែកចេញទៅមើលការសប្បាយខ្លះទៅសៀវយឺហាក់ដូចជារីករាយនឹងការនៅជាមួយអ្នកខ្លាំងណាស់នាពេលបច្ចុប្បន្ននេះប្រយ័ត្នផងខ្ញុំនៅទីនេះសម្រាប់អ្នកកុំបារម្ភអីលោកឈិនលោកខេនអ្នកសង្ហាណាស់នៅឯវេទិកាថ្ងៃនេះខ្ញុំក៏សរសើរអ្នកខ្លាំងណាស់លោកគ្រូឈិនដែលអ្នកបានឲ្យខ្ញុំគឺមានប្រជាប្រិយភាពណាស់ចរណែនខ្ញុំមិនបានតើមានឃាតករម្នាក់ទៀតនៅទីនេះដូចលើកមុនទេថ្ងៃនេះអ្នកមើលទៅស្អាតជាពិសេសនោះហើយជាមូលហេតុដែលខ្ញុំចង់ជួបអ្នកទេកន្លែងនេះមានមនុស្សច្រើនពេកចូលយើងរកកន្លែងដែលមិនសូវមានមនុស្សច្រើនឈឺ Xiao Sheng បានឈ្នះការប្រកួតទី3តើអ្នកណាចង់ប្រកួតប្រជែងជាមួយខ្ញុំបានយកឈ្នះ3លើកជាប់គ្នារួចហើយដូច្នេះតើមានអ្នកណាផ្សេងទៀតចង់ប្រកួតប្រជែងជាមួយខ្ញុំទេអ្នកទាំងអស់គ្នានៅទីនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពូកែខាងប្រយុទ្ធទេឈឺ Xiao Sheng វិញនៅទីនេះម្ដងទៀតម៉ាក់អ្វីអូវាជាឃាតករនោះម្ដងទៀតហើយសូមអភ័យទោសយកព្រមទេខ្ញុំនឹងមិនលួចមើលបងខ្លាចខ្ញុំទៀតទេមើលថាអញធ្វើឲ្យគាត់ភ័យខ្លាចប៉ុណ្ណាលោកគ្រូតូចក្រោកឡើងគាត់មិនទាន់បានធ្វើចលនាអ្វីនៅឡើយទេហើយក្រៅពីនេះគាត់ក៏មិនបានចុះឈ្មោះសម្រាប់ការប្រកួតដែរឈិនហ្វេងកុំឆ្មើងឆ្មៃអីចាំងថ្ងៃនេះខ្ញុំព្រមានអ្នកវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកើតឡើងនៅក្នុងក្រុមបៃតងរបស់យើងរៀងរាល់5ឆ្នាំម្ដងមានតែសមាជិកនៃក្រុម Green Gang ប៉ុណ្ណោះដែលអាចចូលរួមក្នុង Gal Room របស់អ្នកខ្ញុំមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមនៅឡើយទេខ្ញុំបានឈ្នះ3ប្រកួតជាប់គ្នារួចហើយក្រុមនាគបៃតងនេះខ្ញុំបានអង្គុយចុះនៅកៅអីក្បាលតូនៅពេលនោះគាត់នឹងត្រូវបានណែនាំជាផ្លូវការចូលទៅក្នុងបល្ល័ង្កនាគទាំង4ដោយផ្ទាល់ក្រោមការដឹកនាំរបស់អធិរាជឆៃឡងតើពេលណាខ្ញុំអាចច្របាច់អ្នកបានហ៊ូតើអ្នកណាទៀតដែលមិនធ្វើអ្នកដែលខ្លាចស្លាប់ឲ្យចូលឡើងមកនេះពិតជាគួរឲ្យស្អប់ខ្ពើមណាស់តើអ្នកណាហ៊ានតាំងនឹងគាត់អ្នកឃើញទេមនុស្ស3 2នាក់នោះត្រូវបានសម្លាប់នៅនឹងកន្លែងត្រូវគេវាយរហូតដល់ស្លាប់ហើយអ្នកដែលនៅរស់រានមានជីវិតខ្ញុំបានឮថាឆ្អឹងទាំងអស់នៅក្នុងខ្លួនរបស់គាត់ត្រូវបានបាក់ពេញមួយជីវិតនេះគាត់ជាជនពិការលោកក្រវៃក្មេងឈូគឺខូខើពេកហើយតើអ្នកណាប្រាប់គាត់ឲ្យមានឪពុកដ៏មានអំណាចបែបនេះ
ឈូស៊ីនកេមិនមែនជាមនុស្សដែលត្រូវលេងសើចជាមួយទេខ្ញុំបានឮថាពួកគេកំពុងផ្ដល់ជំនួយតិចតួចដល់អធិរាជឆេឡងមិនអីទេព្រោះគ្មានអ្នកណាហ៊ានប្រយុទ្ធទេយោងតាមច្បាប់ប្រកួតប្រជែងដ៏ធំរយៈពេល5ឆ្នាំរបស់ King Gang តំណែងកំពូលនៅឆ្នាំនេះជារបស់ Young Master Chief តើអ្នកមានសំណួរអ្វីទេឈីនហ្វេងស្មានថ្នាក់ទី3ម្ដងទៀតតើវាជាអ្វីដែលអ្នកចង់ធ្វើមែនទេអ្នកទើបតែនិយាយវាដោយខ្លួនឯងថាប្រសិនបើអ្នកមិនចូលរួមទេអ្នកមិនមែនជា Stage Chin ទេមែនហើយខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេអ្នកមិនបាននិយាយថាខ្ញុំចង់ចូលរួមទេដូច្នេះតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាអ្នកខ្លាំងម្ល៉េះតើនៅមានបញ្ហាប្រឈមមួយទៀតទេអេឈីនហ្វេងឈប់លេងល្បិចទៀតទៅតើអ្នកមិនបាននិយាយថាមានព្រះមួយទៀតដើម្បីប្រកួតប្រជែងទេបងថ្លៃឲ្យអ្នកពិតជាមានភាពក្លាហានមែនរឿងនេះនឹងគួរឲ្យចាប់អារម្មណ៍ណាស់ឈីងហ្វាងអ្នកហ៊ានញ៉ៃញ៉ៃជាមួយខ្ញុំទេអ្នកចង់ឲ្យខ្ញុំប្រយុទ្ធជាមួយឆ្កែមែនទេបើខ្ញុំចាំបានត្រឹមត្រូវនេះគឺជាអ្នកយាមទ្វាររបស់ក្រុមឈីងរបស់អ្នកហាង Dog Ball តើអ្នកមានច្បាប់អ្វីខ្លះសម្រាប់ក្រុម Teng Gang វាគ្រាន់តែនិយាយថាអ្នកដែលមិននៅក្នុង Guild មិនអាចចូលរួមបានទេប៉ុន្តែវាមិនមែនមានន័យថាអ្នកត្រូវតែជាសមាជិកនោះទេតើអ្នកមិនឃើញថាអ្នកចង់ចូលរួមប៉ុណ្ណាឥឡូវនេះទេតើអ្នកខ្វាក់ភ្នែកឬខ្លងតើអ្នកមិនឃើញឆ្កែស្អុយនេះទេការចេញទៅក្រៅវាមិនមែនដូចដែលវាដំណើរការទេប្រសិនបើអ្នកយកគាត់ទៅឆ្ងាយនោះច្បាប់គឺបើឯងញ៉ៃញ៉ៃជាមួយគាត់មុនហើយគាត់ត្រូវបណ្ដឹងចេញនោះខ្ញុំមិនមានសិទ្ធិឆ្លោះជាមួយឯងទេចាំមើលថាមានអ្វីកើតឡើងអ្នកមិនអីទេអ្នកនិយាយវាដោយខ្លួនឯងហើយប្រសិនបើខ្ញុំប្រយុទ្ធជាមួយឆ្កែមេដឹកនាំក្រុមឈីងនឹងក្លាយជារបស់ខ្ញុំអ្នកមិនត្រូវបានអនុញ្ញាតឲ្យមិនដែលថយក្រោយឡើយត្រឡប់មកនិយាយវិញចុះតម្លៃនេះល្អណាស់ខ្ញុំបានទូរស័ព្ទទៅ King Bang Chi Yan Chuan សុំទូរស័ព្ទទៅគាត់បងថ្លៃតើគាត់ពិតជាមិនអាចប្រៀបផ្ទឹមនឹងឆ្កែលឿងធំនោះបានទេបន្ទាប់មកតើឆ្កែលឿងធំនោះនឹងធ្វើអ្វីគាត់មិនសម្លាប់ខ្ញុំទេយ៉ាងហោចណាស់គាត់បានហាត់ក្បាច់គុនហ្វូជាមូលដ្ឋានមួយចំនួនអស់រយៈពេល 2-3 ឆ្នាំមកហើយតើគាត់អាចវាយខ្ញុំដោយរបៀបណាទោះយ៉ាងណាក៏ដោយសត្វឆ្កែគេថាបុរសខ្លាំង3-4នាក់ដែលមិនបានហ្វឹកហាត់ក៏អាចចាប់ឆ្កែបានដែរប៉ុន្តែឆ្កែលឿងធំនោះវាពិតជានឹងខាតបង់ជាមិនខានដូច្នេះអ្នកចង់ឲ្យគាត់ឈ្នះឬចង់ឲ្យគេឲ្យខ្ញុំពិតជាចង់ឲ្យឆ្កែនោះឈ្នះណាស់អាចឆ្កែនោះពិតជារំខានណាស់តែងតែរំខានប្អូនស្រីខ្ញុំជានិច្ចក្រោយពីពេលវេលានេះមកអ្នកនៅតែចង់ធ្វើល្អចំពោះយើងហើយថែមទាំងចង់ចាប់យើងទៀតឬឲ្យឆ្កែឈ្នះស្លាប់ទៅសត្វត្រឆានឲ្យឡវិជូណាហាហាហាខ្ញុំចង់ដឹងថាអ្នកណាហ៊ានសើចអ្នកទាំងអស់គ្នាគ្រាន់តែរងចាំរហូតដល់ខ្ញុំទទួលបានក្បាលនាថ្ងៃនេះសិនទើបខ្ញុំនឹងដោះស្រាយជាមួយអ្នកទាំងអស់គ្នានេះមិនមែនជាខ្មោចទេខ្ញុំថែមទាំងមិនអាចយកឈ្នះឆ្កែបានទៀតផងឈីនហ្វេងដ៏ចង្រៃនោះគាត់បានឲ្យខ្ញុំប្រយុទ្ធជាមួយឆ្កែនិងសត្វត្រឆានវាជាកំហុសរបស់អ្នកទាំងអស់បង្កគ្រោះថ្នាក់ណៃខ្ញុំនឹងធ្វើឲ្យអ្នកស្លាប់នោះជាបច្ចេកទេសបាត់ដៃបំផ្លាញបេះដូងមនុស្សទាំង3នាក់នោះទើបតែត្រូវបានសម្លាប់ដោយវាឆ្កែនេះត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរឆ្អឹងរបស់វាប្រហែលជាបែកខ្ទេចខ្ទីតើអ្នកណាទៅគិតថាលោកក្រវៃក្មេងឈូនឹងប្រើល្បិចនេះសំបីតែលើឆ្កែក៏ដោយស្លាប់ក្បាលខ្ញុំឈឺក្បាលខ្លាំងណាស់ហើយហាហាហាតំណែងជាមេក្រុមចៅជារបស់ខ្ញុំវាជារបស់ខ្ញុំហើយពួកអ្នកគ្មានឈ្មោះទាំងអស់គ្នាត្រូវតែស្លាប់តើនេះជាអ្វីនេះពិតជាគួរឲ្យរន្ធត់ណាស់គួយស៊ីងឆាងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងលើបេះដូងដៃទាំងពីររបស់គាត់បានបាក់ហើយឆ្អឹងរបស់គាត់ក៏បែកខ្ទេចខ្ទីអូទេប្រសិនបើលោកឈូស៊ីយ៉ុងឥឡូវនេះអ្នកដឹងហើយអ្នកនឹងត្រូវកម្ចាត់ក្រុមថេងហ្គេងចោលតើអ្នកឈរនៅទីនោះដើម្បីអ្វីហៅគ្រូពេទ្យឲ្យលឿនបើមិនដូច្នោះទេតើអ្នកណាជាមេដឹកនាំបច្ចុប្បន្ននៃក្រុមថេងហ្គេងឈូសៅចាញ់ប្រសិនបើច្បាប់ត្រូវបានអនុវត្តតាមគាត់រងចាំអ្វីទៀតឥឡូវមិនមែនមានមេបៈហើយទេជូជំរាបសួរមេបៈឲ្យអ្នកទាំងមូលក្នុងក្រុងហេងស៊ីងជាងហៃហើយឆ្កែមួយក្បាលថាជាមេបងថ្លៃពិតជាមានវិធីមែនរឿងសបាយនេះមើលមិនខាតពេលទេហើយភ្ញាក់ឡើងខ្ញុំពិតជាចាញ់ឆ្កែមួយក្បាលមែនឬនេះឈីងហ្វាងអាសុយត្រូវតែជាឯងដែលលេងល្បិចវ៉ៃទុកជីវិតឲ្យឯងមួយត្រឡប់ទៅប្រាប់ឪពុកឯងឈូសុងទៅមានកល្បិចអ្វីក៏បញ្ចេញមកឲ្យអស់មកក៏ល្អដែរខឹងខ្លាំងណាស់ត្រកូលឈូក៏ដល់ពេលត្រូវវិនិច្ឆ័យដែរបាទបានដឹងហើយលោកឈីលោកលីវលោកឈីលោកលីវគឺអ្នក
ខ្ញុំចាំអ្នកបានលីវ៉ាន់សានព្រឹទ្ធាចារ្យឲ្យបាក់ឈីងមានការអីគឺថាលោកឈីឆេងបាំងមិនអាចឲ្យឆ្កែមួយក្បាលធ្វើជាមេបកបានទេបើគេឈ្មោះនេះលេចចេញទៅគេដំណើររាប់រយឆ្នាំរបស់ឆេងបាំងតើមិនត្រូវគេសើចចំអកឲ្យស្លាប់ទេចុះលោកចង់ឲ្យធ្វើបែបណាលោកឈីនខ្ញុំដឹងថាអ្នកមានឋានៈមិនធម្មតាសូមអ្នកមេត្តាឃើញដល់វត្ថុតាងដែលលោកមេបចាស់ទុកឲ្យសូមជួយគ្រប់គ្រងឆេងបាំងផងខ្ញុំនឹងស្មោះត្រង់បម្រើលោកអស់មួយជីវិតឆេងបាំងតូចតាចរបស់ពួកឯងមិនសមឲ្យខ្ញុំគ្រប់គ្រងឡើយស្គាល់អានេះទេនេះគឺជាលិខិតបញ្ជាឈៀនឡុងតាមរឿងព្រេងនិទានគឺជារបស់អង្គការឈៀនឡុងជាវត្ថុតាងដែលមានតែឡុងសូវប៉ុណ្ណោះទើបមានសិទ្ធិគ្រប់គ្រងអ្នកគឺជាលោកឡុងសូវមែនទេសូមគោរពលោកឡុងសូវគ្រប់គ្រងឆេងបាំងរបស់ឯងឲ្យល្អបើហ៊ានមានរឿងទៀតខ្ញុំនឹងយកអ្នកមកធ្វើជាគំរូបាទកូនចៅយល់ហើយលីវវ៉ាន់សានក៏សុំស្បោះដើរតាមលោកម្ចាស់ឡុងសូវដែរទោះបីត្រូវឆ្លងកាត់ភ្លើងឬទឹកក៏ដោយមិនបាច់ទេអ្នកមុខអាក្រក់ណាស់ខ្ញុំមិនចូលចិត្តអ្នកទេមនុស្សថោកទាបខ្ញុំថោកទាបត្រង់ណាទៅអ្នកនាងកុំច្របាច់ទៀតអីវាហាមអស់ហើយឲ្យខ្ញុំឡើងលើគ្រែមកនេះយើងកំពុងតែឈីនហ្វឹងហេតុអ្វីបានជាអ្នកមកនៅលើគ្រែខ្ញុំទៀតហើយអ្នកថាស្អីតាំងពីយើងទាំងពីរត្រឡប់មកវិញកាលពីយប់មិញអ្នកដេកលក់អស់មួយថ្ងៃមួយយប់ពេញខ្ញុំត្រឡប់មកពីក្រុងឈីនបាំងវិញហើយអ្នកនៅតែដេកលក់ដដែលអ្នកបម្រើនឹកស្មានថាអ្នកសន្លប់បាត់ទៅហើយអ្នកខ្ញុំក៏ព្រោះតែអ្នកធ្វើឲ្យខ្ញុំហត់នឿយខ្លាំងពេកនឹងឯងមើលមុខខ្ញុំផងយើងទាំងពីរអ្នកគ្រាន់តែរៀបការតាមកិច្ចសន្យាប៉ុណ្ណោះហេតុអ្វីបានជាអ្នកធ្វើរឿងបែបនេះឬមួយអ្នកចាប់ផ្ដើមស្រឡាញ់ខ្ញុំហើយលោកប្រធានស៊ូរបស់ខ្ញុំកាលពីយប់មិញមិនមែនអ្នកទេដែលជាអ្នកចាប់ផ្ដើមមុននោះមិនមែនទេនៅចង់បន្តទៀតយល់ព្រមចុះកាលពីយប់មិញខ្ញុំខុសហើយខ្ញុំបានលុយឲ្យអ្នក20,000ចាត់ទុកថាជាថ្លៃនឿយហត់របស់អ្នកកាលពីយប់មិញចុះពិនិត្យមើលទៅល្អតាពេកមួយយប់បានលុយដល់ទៅ20,000ចុះបើអញ្ចឹងយើងដេកជាមួយគ្នាញឹកញាប់ទៅស្គុំស្កាំងគ្មានកេកខ្មាសសោះបើនៅនិយាយតិចទៀតខ្ញុំនឹងបោះអ្នកចូលក្នុងទន្លេឡានមកដល់មាត់ទ្វារហើយក្មេងក្បាលខូចនេះគេរត់បាត់ទៅហើយកញ្ញាយើងមកដល់ហើយអ្នកមិនអីទេមែនទេចា៎នៅក្មេងសោះចិត្តចង្អៀតចង្អល់ម្លេះកម្រមានណាស់ពិតជាកម្រមានណាស់អ្នកជានរណាក្មេងស្រីតូចដែលអ្នកបានជួយសង្គ្រោះនៅថ្ងៃនេះមាននិស្ស័យជ្រាលជ្រៅជាមួយអ្នកណាស់20ឆ្នាំក្រោយអ្នកទាំងពីរនឹងបានជួបគ្នាម្ដងទៀតក្មួយអើយឃើញថាអ្នកជាមនុស្សមានចិត្តសប្បុរសទើបខ្ញុំបង្ហើបអាចកំបាំងសួរបន្តិចបន្តួចប្រាប់អ្នក15ឆ្នាំក្រោយត្រកូលខេនរបស់អ្នកនឹងជួបគ្រោះមហន្តរាយធំមួយទោះបីជាអាចកំបាំងសួរមិនអាចកែប្រែបានប៉ុន្តែ15ឆ្នាំក្រោយអ្នកអាចយករបស់នេះមកជួបខ្ញុំនៅភ្នំឆ្វេងជាក្នុងទីក្រុងប៉េកាំងលោកតាលោកនិយាយវៀងវៃរង្វើបែបនេះដើម្បីឲ្យខ្ញុំត្រឡប់មកការពារគេមែនទេតើមានន័យបែបនេះមែនទេប្រហែលជាកូនប្រុសច្បងត្រកូលឈីពេលនេះបានផ្ញើសារមកដល់ហើយភាពអត់ធ្មត់របស់ខ្ញុំលោកប៉ាឆ្អឹងលោកបាក់អស់ហើយសរសៃឈាមដាច់រហែកអស់ហើយកម្លាំងក្នុងខ្លួនក៏ចុះខ្សោយខ្លាំងដែរមិនអាចជួយសង្គ្រោះបានទៀតទេឪពុកអាចរស់នៅបានយ៉ាងយូរត្រឹមតែ3ឆ្នាំទៀតប៉ុណ្ណោះប៉ាត្រូវតែសងសឹកឲ្យកូនឲ្យបានណាស្ងាត់មាត់ម៉ាស្ត្រូវបានបំផ្លាញនៅរោងចក្រហ្វីថៃ
ឯកទេសដែលបញ្ជូនទៅសុទ្ធតែរងរបួសទាំងអស់អាមនុស្សឥតប្រយោជន៍បែរជាទុកឲ្យឆ្កែមួយក្បាលឡើងធ្វើជាមេក្រុមខេងបេងទៅបានមើលទៅពាក្យចាំអារ៉ាមនោះគឺជារឿងពិតមែនត្រកូលថេនពិតជាកាន់កាប់អាត់កំបាំងនោះមែនតាមប៉ាមករឿងរ៉ាវមកដល់ថ្នាក់នេះហើយកូនប្រាប់ប៉ាមកក៏មិនអីដែរទោះបីជាមុខមាត់ខាងក្រៅប៉ាជាមេតកូឈឺក៏ដោយប៉ុន្តែអត្តសញ្ញាណមួយទៀតរបស់ប៉ាគឺអ្នកយាមនៅពន្ធនាគារថែនឡងប៉ាធ្វើជាអ្នកយាមឲ្យគេតើមិនមែនជាសន្តិសុខទេកូនដឹងស្អីកូនដឹងទេថាអ្នកដែលឃុំឃាំងនៅទីនេះសុទ្ធតែជាមនុស្សបែបណាសុទ្ធតែជាអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរជាសត្វចម្លែកដែលត្រូវឃុំឃាំងអស់មួយជីវិតជាពិសេសអ្នកទាំង3នៅក្នុងបន្ទប់ឃុំឃាំងនេះមានសមត្ថភាពខ្លាំងក្លាដែលមិនអាចស្មានដល់សូម្បីតែថ្នាក់ដឹកនាំរបស់ឆេឡងក៏មិនហ៊ានប៉ះពាល់ពួកគេដែរបើចង់បានអាតកំបាំងរបស់ត្រកូលថេនមានតែត្រូវប្រើប្រាស់ពួកគេទាំង3នាក់នេះប៉ុណ្ណោះនេះគឺជាការគ្របចុងក្រោយរបស់ត្រកូលយើងហៅពួកគាត់មកខ្ញុំមានរឿងចង់ឲ្យអ្នកទាំង3ជួយសម្លាប់មនុស្សម្នាក់បើសម្រេចការងារនេះខ្ញុំនឹងផ្ដល់សេរីភាពឲ្យអ្នកទាំង3ហាសេរីភាពអីពួកយើងត្រូវគេឃុំឃាំងក្នុងទីងឹតនេះ5ឆ្នាំមកហើយលេងពួកយើងចេញទៅអ្នកដឹងទេថាភពលែនឆេងទាំងមូលនឹងញ័ររន្ធត់ខ្ញុំចេះប្រើមនុស្សហើយក៏ចេះសម្លាប់មនុស្សដែរជឿទេថាខ្ញុំអាចសម្លាប់អ្នកទាំង3នៅពេលនេះខ្ញុំដឹងថាអ្នកទាំង3មានសមត្ថភាពខ្លាំងពូកែគ្មានប៉ុន្តែមនុស្សដែលខ្ញុំចង់ឲ្យអ្នកសម្លាប់ក៏មិនធម្មតាដែរគូដឹងធម្មតាគាត់ខ្លាំងណាស់ខ្លាំងណាស់លើកលែងតែជួបនឹងមនុស្សឃាតដែលចាប់ពួកយើងទាំង3នាក់ឃុំឃាំងកាលពី5ឆ្នាំមុនបើមិនដូច្នោះទេបន្ទាប់ពីចេញទៅខាងក្រៅជួបមនុស្សសម្លាប់មនុស្សជួបទេវតាសម្លាប់ទេវតាល្អចង់ចាំទុកឲ្យច្បាស់រឿងនេះត្រូវតែរក្សាជាការសម្ងាត់បើឲ្យឆៃឡងដឹងថាខ្ញុំលួចដោះលែងមនុស្សច្រើនបែបនេះត្រកូលជារបស់ពួកយើងនឹងគ្មានផ្លូវរស់ឡើយចាំទុកឲ្យច្បាស់បើមនុស្សមិនសាហាវគឺមិនអាចឈរជើងបានទេរឿងថ្ងៃនេះដាច់ខាតមិនត្រូវឲ្យអ្នកទី3ដឹងជាដាច់ខាតទៅបងថ្លៃអរគុណបងដែលបានមកចូលរួមជួបជុំមិត្តរួមថ្នាក់ជាមួយអូនអរគុណរឿងអីទៅថ្មីនេះមិនសូវមានសុវត្ថិភាពទេបងត្រូវតែទៅជាមួយអ្នកទាំងពីររាល់ពេលចេញក្រៅសង្ហាខ្លាំងណាស់សៀវយូនេះជាសង្សាររបស់នាងមែនទេនេះជាបងថ្លៃរបស់ខ្ញុំមើលទៅគាត់មានអំណាចល្អតាពិតមែនហើយបងថ្លៃខ្ញុំគាត់ពូកែខ្លាំងណាស់អ្វីក៏គាត់ចេះដែរនឹកស្មានថាជានរណាទៅទៀតស៊ូសៀវយូនាងយកអាម្នាក់ដែលធ្វើជាសន្តិសុខនឹងមកជាមួយមែនទេនេះជាការជួបជុំមិត្តរួមថ្នាក់សាលាអភិជនណានាងបែរជាយកអ្នកយាមទ្វារមកជាមួយមិនខ្មាស់គេទេកុំចេះតែនិយាយបើមិនដឹងអីបងថ្លៃខ្ញុំសង្ហានឹងមានអំណាចជាងអ្នកទៅទៀតខ្ញុំឃើញអ្នកឯងនឹងហើយដែលដូចអ្នកយាមទ្វារបងថ្លៃយើងចូលទៅក្នុងគ្នាខ្ញុំដូចអ្នកយាមទ្វារត្រង់ណាទៅឈុតស៊ុយអែតរបស់ខ្ញុំនេះតម្លៃជាង1 លានឯណោះសុខសប្បាយថ្ងៃកំណើតណាសៀវយូនេះជាទឹកអប់ម៉ូដែលពិសេសដែលបងកុំងឲ្យអូនចុះកាបូបម៉ូដែលថ្មីនេះអូនចូលចិត្តទេអរគុណចុះថ្ងៃនេះថ្ងៃកំណើតអូនមិនក៏មិនប្រាប់បងសៀវយូថ្ងៃនេះថ្ងៃកំណើតអូនមិនក៏មិនប្រាប់បងអញ្ចឹងបងស្មានតែជាការជួបជុំមិត្តភ័ក្តិធម្មតាក៏ព្រោះតែមិនចង់ឲ្យបងចំណាយលុយច្រើននឹងណាបងថ្លៃកុំបារម្ភអីឲ្យតែបងមកបានសម្រាប់អូនវាគឺជាកាដូថ្ងៃកំណើតដ៏ល្អបំផុតហើយកាដូដ៏ល្អបំផុតអីទៅសៀវយូសុខសប្បាយថ្ងៃកំណើតណានេះបងដេញថ្លៃបានមកពីក្រុមហ៊ុន Sotheby's ផ្ទាល់បេះដូងមកុដរីកមើលចូលចិត្តទេវ៉ាវក្បេះដូងមកុដរីកឬថាជាខ្សែដៃដែលមានតែមួយក្នុងโลกហើយដាំសុទ្ធតែត្បូងពណ៌ធម្មជាតិទៀតសំជាជើហៅមែនមានលុយមែនខ្ញុំមើលថាគេទាំងពីរបានភ្ជាប់ពាក្យតាំងពីមិនទាន់កើតមកម្លេះមិនដឹងថាអរគុណប៉ុន្តែខ្ញុំមិនចូលចិត្តរបស់អ្វីដែលឆាតឆាយពេកទេកុំចិត្តអីវាអត់ថ្លៃប៉ុន្មានទេត្រឹមតែខ្ទង់10 លានជាងប៉ុណ្ណោះពាក់សាក់មើលប្រកាសជាស័ក្តិសមនឹងអូនហើយខ្សែដៃរបស់ខ្ញុំអ្នកគេនិយាយហើយថាគេមិនចូលចិត្តអ្នកមិនបានឬទេឯងឈិនវឹងឯងសំបីតែថ្ងៃកំណើតសៀវយូក៏មិនដឹងផងមកដៃទេចាំតែស៊ីផឹកហើយហ៊ានបោកកាដូដែលខ្ញុំជូនទៀតបើខ្លាំងមែនក៏ទិញមកជូនគេទៅមែនហើយឲ្យពួកយើងបានឃើញបន្តិចមើលអាសន្តិសុខនេះអាចយកអីល្អមកជូនបានមែនហើយសង្លុយគេមកខ្សែដៃនោះថ្លៃណាស់ណាគ្រាន់តែជាង10 លាននឹងអីចៅហៅខ្ញុំនឹងសងឲ្យអ្នកថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំជាអ្នកឲ្យបងថ្លៃខ្ញុំមកផ្ទាល់អ្នកមានសិទ្ធអីមកនិយាយឌឺដងបែបនេះចង់ញ៉ាំក៏ញ៉ាំបើមិនញ៉ាំក៏ទៅឲ្យឆ្ងាយទៅឡខ្ញុំពិតជាមិនដឹងថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងទេប៉ុន្តែសម្រាប់កាដូខ្ញុំនឹងរកកាដូដ៏ល្អបំផុតជូននាងវិញហាកាដូដ៏ល្អបំផុតនឹងមែនទេគ្រាន់តែជាអ្នកនឹងណាឈិនខុនគឺខ្ញុំយករបស់របរនៅក្នុងឃ្លាំងលេខ1របស់ឈិនឡុងដែលជារបស់សម្រាប់ក្មេងស្រីទាំងអស់រៀបចំឲ្យរួចរាល់បាទក្នុងកន្លះម៉ោងទៀតយកមកឲ្យខ្ញុំបងថ្លៃ
បងមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេវាចំណាយច្រើនពេកហើយចាំមើលទៅបានហើយចាំមើលសិនចុះតើអ្នកអាចទិញកាដូអ្វីមកជូនបានអូទើបតែយល់ច្បាស់ឥឡូវនេះឯងកុំប្រាប់ថាទៅទិញស្រាថោកតាមអនឡាញដែលគេហ្វ្រេដឹកជញ្ជូនណាហើយនៅត្រូវរងចាំទៀតមែនទេរងចាំដល់ទៅ5មួយថ្ងៃទើបបានដឹកមកដល់ផ្ទះមែនទេហា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 យកម្ហូបថ្លៃបំផុតនៅទីនេះដាក់មកឲ្យខ្ញុំ2ចានក្នុងមួយមុខស្រាដែលល្អបំផុត Louis XIII Black Pearl បើកឲ្យខ្ញុំ10 សិនមកលោកម្ចាស់ស្រាម៉ូដែលនេះជាប្រភេទមានកំណត់យើងខ្ញុំសល់ស្តុកមិនច្រើនទេមួយ10តម្លៃដល់ទៅ2លាន8សែនខ្លាចខ្ញុំគ្មានលុយមែនទេរូតកាតទៅលោកម្ចាស់នេះជាកាតរបស់លោកឃើញទេនេះហើយទៅហៅថាសមត្ថភាពពិតប្រាកដចង់បានអ្វីគឺអាចទិញបានភ្លាមបានរបស់ភ្លាមតែម្ដងមិនបាច់រងចាំយូរចាំបាច់ត្រូវតែអួតដាក់អូនថ្លៃស្រីទៀតទេចេះតែធ្វើរកពីគួរឲ្យស្អប់ណាស់មិនចម្លែកទេដែលសៀវយឺមិនចូលចិត្តពួកគេពិតមែនហើយដូចជាអ្នកមានលុយតែគ្មានសីលធម៌អញ្ចឹងគួរឲ្យធុញទ្រាន់ណាស់ប៉ុន្តែត្រកូលជើមានលុយមែននាឡិកាដៃម៉ូដែលនេះទើបតែដាក់លក់ភ្លាមក៏អស់ភ្លាមនេះតម្លៃជិត30លានឯណោះលោកចៅសូមអភ័យទោសផងនាឡិកាដៃម៉ូដែលត្បូងខ្មៅដែលលោកចង់បានគឺជាស្តុកចុងក្រោយទើបតែត្រូវបានភ្ញៀវកិត្តិយសនៅបន្ទប់ VIP ខាងនោះទិញយកទៅអស់ហើយបន្ថែមលុយទៅខ្ញុំបន្ថែមឲ្យ1លានទៀតក្នុងមួយគ្រឿងយកស្រាមកឲ្យខ្ញុំបាទសូមអបអរសាទរលោកចៅឲ្យអ្នកបានឃើញតើអ្វីទៅដែលហៅថាអំណាចពិតប្រាកដប៉ុន្តែរបស់ខ្លះទោះមានលុយច្រើនប៉ុណ្ណាក៏ទិញមិនបានដែរខ្ញុំសូមព្រមានអ្នកមួយម៉ាត់គុំរករឿងដាក់ខ្លួនអ្នកចង់មានន័យថាម៉េចធានវែងអ្នកគុំនិយាយផ្ដេសផ្ដាសនៅលើទីផ្សារនេះមានរបស់ដែលលុយទិញមិនបានទៀតហើយគេមិនលក់បើមិនលក់មានន័យថាឲ្យថ្លៃមិនទាន់គ្រប់មានតែមនុស្សងងទេដែលមិនលក់លោកឆៅភ្ញៀវគិតយូនៅបន្ទប់ក្បែរនេះបាននិយាយថាគឺមិនលក់ទោះឲ្យថ្លៃប៉ុណ្ណាក៏មិនលក់ដែរចុះអ្នកវិញខ្ញុំបន្ថែមឲ្យ2លានដុល្លារទៀតខ្ញុំមិនដូចមនុស្សខ្លះទេថ្ងៃនេះជាថ្ងៃគប់កំណត់របស់ឈាវយកស្រានេះគឺត្រូវតែជូនឲ្យបានទោះបីជាមេឃលំចុះមកក៏មិនបាច់មកហៅខ្ញុំដែរហេញៀងអ្នកជួយនិយាយលួងលោមគាត់ទៅនេះជារឿងជីវិតមនុស្សណាខ្ញុំមិនចង់ឃើញអ្នកទាំងពីរមានរឿងអ្វីកើតឡើងទេនេះគឺលូឆៅខ្ញុំដឹងថាបើមនុស្ស3នាក់នោះមកដល់មែនយើងប្រហែលជាពិបាកនឹងរស់ណាស់ប៉ុន្តែខ្ញុំគ្រាន់តែជឿជាក់លើអ្វីដែលថេនវែងបាននិយាយឲ្យតែមានគាត់នៅទីនេះខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពប្រហែលជាខ្ញុំបានលងស្រឡាញ់គាត់តាំងពីយូរមកហើយប្រហែលជានេះហើយគឺជាស្នេហាពិតក៏មែនដែរទោះបីជាមិនចង់ទទួលស្គាល់ក៏ដោយប៉ុន្តែខេនវែងពិតជាមានភាពចាស់ទុំដែលធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅសើចងាប់ហើយឈប់សិនខេនវែងអ្នកអាយុប៉ុន្មានហើយនៅញ៉ាំអានឹងទៀតជាងហេមេចិត្តរំហើយអ្នកនៅមានចិត្តសប្បាយលេងទៀតហេរសជាតិថ្មីនេះឆ្ងាញ់ម្យ៉ាងដែរអ្នកចង់សាកល្បងទេមើលទៅដូចជាឆ្ងាញ់មែនមិនមែនទេចាំសិនខ្ញុំស្ទើរតែចាញ់បោកអ្នកទៅហើយពេលនេះជាពេលសម្រាប់ញ៉ាំដំណងបំពងមែនទេហើយខេនវែងអ្នកថាបើសិនជាខ្ញុំគ្រាន់តែនិយាយថាបើសិនជាមុនពេលដែលអ្នកស្គាល់បងប្អូនត្រកូលស៊ូអ្នកបានស្គាល់ខ្ញុំមុនគេតើយើងអាចនឹងមិនអ្នកនិយាយថាអ្វីគ្មានអ្វីទេយប់នេះខ្ញុំនឹងព្យាយាមរកមនុស្សទៅទប់ពួកគេទុកឈិនហ្វឹងបើអ្នកបដូរចិត្តអាចនាំពួកគេចេញតាមទ្វារក្រោយបានគ្រប់ពេលបានខ្ញុំដឹងហើយមកហើយតាមខ្ញុំមកឈប់សិនពួកឯងទាំង3នាក់ចាក់ចេញពីជាងហៃភ្លាមហាមចូលក្នុងផ្ទះឯកជននេះនាងក្មេងកំហូចដឹងទេថាពួកយើងជានរណាកុំនិយាយច្រើនគ្រាន់តែគ្របកាំភ្លើងប៉ុណ្ណឹងក៏ចង់ធ្វើបាបពួកយើងដែរឬពួកឯងមិនសមនឹងមកទាំងផ្លូវពួកយើងទេកិច្ចទៅបងស្រីលូស្វមិនសមហេតុផលសោះទោះបីជាត្រូវបាត់បង់ជីវិតក៏ដោយខ្ញុំក៏ត្រូវតែការពារអ្នកទាំងអស់គ្នាដែរការពារសុវត្ថិភាពទីក្រុងជាងហេនេះអ្នកមិនមែនជាគូប្រកួតរបស់ពួកគេទាំង3នាក់ទេទុកឲ្យខ្ញុំដោះស្រាយចោះកូនគឺជាកូនប្រសារដ៏ល្អរបស់ពុកដឹងថាឯងមានសមត្ថភាពខ្លាំងហើយក៏សង្ឃឹមលើឯងឲ្យជួយការពារកូនស្រីពុកដែរពួកឯងប្រញាប់ទៅចោះពុកអ្នកទាំងអស់គ្នាគួរតែជឿជាក់លើខ្ញុំពុកជឿជាក់លើបងថ្លៃម្ដងទៅបងថ្លៃគាត់ខ្លាំងពិតមែនណាចុះឯងវិញខ្លាំងប៉ុណ្ណាទៅខេនហ្វេងទីបំផុតឯងក៏ព្រមចេញមកប្រើសេរីភាពរបស់យើងដើម្បីដូរយកក្បាលរបស់ហែងមិនបាច់បារម្ភទេមេឃនៅទីក្រុងជាងហេយប់នេះនឹងត្រូវប្រឡាក់ដោយឈាមរបស់ហែងមនុស្សអត់ប្រយោជន៍ម្នាក់មិនសមនឹងឲ្យពួកយើងទាំង3នាក់ចេញដៃព្រមគ្នានោះទេខេនឆែនឯងទៅសម្លាប់វាទៅស្លាប់ទៅ
5ឆ្នាំហើយដែលមិនបានជួបគ្នាពួកឯងទាំង3នាក់នេះនៅតែល្ងងដូចដើមមិនដែលផ្លាស់ប្ដូរឯងជានរណាបើកភ្នែកឆ្កែរបស់ពួកឯងឲ្យធំហើយមើលឲ្យច្បាស់ទៅមិនខ្លាំងទេគឺឯងមែនទេគឺខ្ញុំនេះឯងចុះយ៉ាងម៉េចដែរនៅចង់សម្លាប់ខ្ញុំទៀតទេឧក្រិដ្ឋជនកម្រិត334ដូចជាហ្គាយយេវូឆេងហេតុអ្វីបានជាលុតជង្គង់ឲ្យវាមិនសម្លាប់ទេទើបតែចេញពីគុកហេតុអ្វីបានជាមកជួបអាំចរាចនេះទៀតការយកច្រឡំទេទាំងអស់នេះគ្រាន់តែជាការយកច្រឡំទេកាលពី5ឆ្នាំមុនពេលដែលលោកចាប់ពួកយើងដាក់គុកសិនហេពួកយើងដឹងត្រឹមតែថាអ្នកឈ្មោះឡុងឆៅមិនដឹងថាឈ្មោះពិតរបស់អ្នកគឺឈិនវែងទេបើដឹងតាំងពីដំបូងទោះឲ្យពួកយើងមានភាពក្លាហាន10000ដងក៏ពួកយើងមិនហ៊ានដែរបងលែងហ៊ានហើយលែងហ៊ានទៀតហើយទីធ្លានេះទេស្អាតគ្មានអ្វីសោះសំបីតែកៅអីមួយក៏គ្មានដែរលោកឡុងឆៅអញ្ជើញអង្គុយចុះអញ្ជើញអង្គុយលើក្នុងខ្ញុំមកខ្ញុំនឹងធ្វើជាកៅអីឲ្យលោកជីវិតខ្ញុំជាខ្មោចគឺកើតមកដើម្បីបម្រើគេខ្ញុំចូលចិត្តបម្រើលោកបំផុតមិញនេះទើបតែវីមួយក្បាច់ស្មារបស់ខ្ញុំរមាស់បន្តិចហើយលោកបងខ្ញុំបានហាត់រៀនម៉ាសាអស់រយៈពេល5ឆ្នាំក្នុងពន្ធនាគារអ្វីដែលខ្ញុំល្អជាងមុនទៅទៀតលោកសាឡបងមើលចុះពួកឯង2នាក់នេះម្នាក់ធ្វើជាកៅអីម្នាក់ទៀតម៉ាសាឲ្យគាត់ចុះខ្ញុំម៉ាសាឲ្យគាត់ចុះឲ្យខ្ញុំធ្វើអ្វីវិញតើអាចទុកការងារខ្លះឲ្យខ្ញុំធ្វើបានទេលោកបងបារីនេះត្រូវតែជាខ្ញុំជាអ្នកអុជទៅបានអ្នកអតីអុជឲ្យខ្ញុំមិនទុកចិត្តទេអញ្ចឹងមែនទេចុះហេតុអ្វីបានជាពួកឯងរត់ចេញមកតើពួកឯងមានការមិនពេញចិត្តមែនទេអត់ទេលោកបងពួកយើងពិតជាមិនចង់រត់ចេញមកទេសុទ្ធតែអាជូសៀងអាមនុស្សថោកទាបនោះទេដែលបង្ខំពួកយើងតាមពិតទៅពួកយើងចូលចិត្តនៅក្នុងគុកបំផុតមែនហើយមានទាំងម្ហូបមានទាំងទឹកហើយមានសុវត្ថិភាពទៀតកន្លែងល្អបែបនេះទៅរកឯណាបានទៀតមនុស្សដូចជាខ្ញុំនេះអ្នកមិនចូលចិត្តឲ្យអ្នកណាគំរាមកំហែងបំផុតឡុងសូវពួកយើងខុសហើយពួកយើងលែងហ៊ានទៀតហើយពួកយើងបានកំទេចក្បាច់គុណនឹងដៃខ្លួនឯងចោលអស់ហើយសូមលោកមេត្តាលើកលែងទោសឲ្យពួកយើងផងគាត់ជាអ្នកសម្រេចសូមអង្វរលោកផងឥឡូវនេះសូមចាប់ពួកយើងទាំង3នាក់ទៅចុះឥឡូវនេះនាំពួកយើងត្រឡប់ទៅវិញទៅពួកយើងមិនចង់ត្រូវគេវាយដំទេគាត់គួរឲ្យខ្លាចជាងការកំទេចក្បាច់គុណនឹងដៃរាប់រយដងទៅទៀតមិនមែនទេស្នាដៃដ៏ធំធេងបែបនេះតាក់មកលើក្បាលខ្ញុំវិញមកឡុងសូវគាត់ជានរណាឲ្យពិតប្រាកដទៅលោកម្ចាស់ពួកមនុស្សអាក្រក់ទាំង3នាក់ត្រូវបានគេចាប់ខ្លួនហើយគិនវិញបានចាក់ចេញពីទីក្រុងយ៉ាងហេហើយគេកំពុងតែធ្វើដំណើរមកកាន់ត្រកូលជារបស់យើងចុងក្រោយគេក៏មកដល់មែនមើលទៅខ្ញុំអាចចេញមុខដោយខ្លួនឯងបានហើយប្រាដាវកាត់នៀកដែលជាគេដំណើររបស់ត្រកូលទាហាននេះដើម្បីទៅជួបសាកល្បងសមត្ថភាពជាមួយគេលោកឪពុកបើមិនដូច្នោះទេយើងឈប់ត្រឹមនេះទៅសូម្បីតែអ្នកទាំង3នាក់នោះក៏មិនអាចឈ្នះគេដែរឬមួយយើងទទួលស្គាល់ការបរាជ័យទៅតើត្រកូលធានលាក់បាំងអាចកំបាំងអ្វីទៅបានជាលោកប្រកាន់ខ្ជាប់ខ្លាំងម្លេះស្ងាត់មាត់អាមនុស្សគ្មានប្រយោជន៍តែឯងដឹងទេថាត្រកូលធានកំពុងកាន់កាប់នៅគម្ពីរហ្វឹកហាត់ក្បាច់គុណដែលជាគេដំណើរពីបុរាណអ្នកដែលមានឈាមជាប់ត្រកូលធានកើតមកសុទ្ធតែជាទេពកោសល្យខាងហ្វឹកហាត់មួយថ្ងៃស្មើនឹងអ្នកដតីហ្វឹកហាត់3ឆ្នាំមើលទៅអាចកំបាំងនេះគឺស្ថិតនៅលើខ្លួនធានវែងនេះឯងថ្ងៃនេះខ្ញុំនឹងរៀបចំស្រាទុកហើយកាត់ក្បាលធានវែងជូនត្រកូលជាយើងខេនវែងទីបំផុតឯងក៏មកដល់លោកម្ចាស់ត្រកូលឈូដែលលាក់ខ្លួនអស់ជាច្រើនឆ្នាំមិននឹកស្មានថាឯងខ្លាយជាមហាគ្រូកម្រិតខ្ពស់ទៅហើយគុំនិយាយច្រើនខេនវែងថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងប្រាប់ខ្ញុំមករឿងគ្រួសារធានរបស់ខ្ញុំត្រូវគេសម្លាប់ចោលកាលពីមុនតើជាស្នាដៃរបស់ពួកឯងមែនទេប្រាប់ខ្ញុំមករឿងគ្រួសារធានរបស់ខ្ញុំត្រូវគេសម្លាប់ចោលកាលពីមុនតើជាស្នាដៃរបស់ពួកឯងមែនទេខ្ញុំមិនប្រាប់ឯងទេហើយឯងក៏មិនហ៊ានសម្លាប់ខ្ញុំដែរខ្ញុំធ្វើការឲ្យអង្គការឆែនឡងបើឯងសម្លាប់ខ្ញុំខែនឡងនឹងមិនទុកឯងឲ្យនៅសុខឡើយឯងប្រកាសទេអ្នកនាងធំត្រកូលលេនមកដល់ហើយខិនវែងឯងចប់ហើយអ្នកនាងធំត្រកូលលេនគឺជាដៃស្ដាំរបស់ឡងវីហើយក៏ជាកូនស្រីរបស់ឆេងខាន់ឡងវីដែរនាងនឹងសងសឹកឲ្យខ្ញុំមិនខានបងខិនវែងរកឃើញបងហើយបងខិនវែងតើពេលនេះបងចូលចិត្តស្រីបែបណាដែរបែប slow boat បែបត្រជាក់ត្រជុំឬក៏បែបស្រស់ស្រាយរស់រវើកបែបគួរឲ្យស្រឡាញ់អូនអាចរៀនធ្វើតាមបានទាំងអស់មែនហើយមិនមែនបងចូលចិត្តស្រោមជើងពណ៌ខ្មៅទេអូនពាក់វាហើយណារលោងខ្លាំងណាស់កុំលេងសាច់អីអូនមិនបានលេងសើចទេបងខិនវែងមិនត្រឹមត្រូវទេអូនគួរតែហៅបងថាឡងឆៅគោរពជំរាបសួរឡងឆៅនាងម្នាក់នេះមិនមែនជាក្មេងស្រីដែលគ្មានរូបរាងកាយដូចកាលពីមុនទៀតទេតើបងចូលចិត្តអ្វីដែរបងប្រាប់អូនមកមែនហើយចុះជីឆេងម្នាក់នេះគេបានបង្កបញ្ហាឲ្យបងមែនទេឡងឆៅគេគឺជាឡងឆៅសោះរឿងនេះអាចទៅរួចយ៉ាងម៉េចទៅអញនឹងសម្លាប់ឯងមិនបាច់ទេរឿងគំនុំរបស់អញដោះស្រាយដោយខ្លួនឯង
អញផ្ដល់ឱកាសចុងក្រោយឲ្យអញម្ដងទៀតអញប្រាប់ថាបើចង់ដឹងការពិតរឿងគ្រួសារត្រកូលថេនត្រូវគេសម្លាប់ចោលស្អែកនេះភូស្តាងដាវខេងឡុងយ៉ានឹងបង្ហាញខ្លួនទីបំផុតក៏លេចមុខមកហើយក៏ដល់ពេលដែលត្រូវទៅជួបមុខមេខ្លោងពិតប្រាកដនៅពីក្រោយរឿងនេះហើយ